សូមគោរពជម្រាបសួរពុកម៉ែបងប្អូនសួនគ្នាជាទីស្រឡាញ់ទាំងអស់គ្នាអែមែនថ្វាយសិរីល្អដល់ព្រះអង្គចាថ្ងៃនេះខ្ញុំសូមចូលមកដើម្បីនឹងអានព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរយូហានចំពុកទី8សូមព្រះអង្គប្រទានពរដល់បងប្អូនអស់គ្នាចាហើយយើងនឹងរៀនជាមួយគ្នានៅក្នុងព្រះបន្ទូលរបស់ព្រះអង្គចាថ្ងៃនេះយើងរៀនពីសេចក្តីពិតចានឹងដោះអ្នកទាំងអស់គ្នាឲ្យរួចចាអរគុណព្រះអង្គចាសម្រាប់ថ្ងៃថ្មីឱកាសសាជាថ្មីហើយនៅខ្យល់ដុតដង្ហើមសាជាថ្មីម្ដងទៀតដែលព្រះអង្គឲ្យយើងនៅតែមានជីវិតរស់នៅហើយព្រះអង្គនៅតែឲ្យយើងមានខ្យល់ដុតដង្ហើមដកយ៉ាងស្រួលចាដែលមិនចាំបាច់ចាទិញខ្យល់អុកស៊ីហ្សែនណាយកមកដកទេបងប្អូនចាអញ្ចឹងព្រះអង្គឲ្យយើងមានខ្យល់ដុតដង្ហើមចាអញ្ចឹងគ្រប់ទាំងអស់គឺជារបស់ទ្រង់ចាគ្រប់ទាំងអស់គឺជារបស់ទ្រង់ចាអញ្ចឹងសូម្បីតែខ្យល់ដកដង្ហើមរបស់យើងក៏ជារបស់ព្រះដែរចាអញ្ចឹងគឺយើងក្រោកឡើងគឺមានតែការអរប្រគុណដល់ទ្រង់ដែលព្រះអង្គបានចានៅតែស្រឡាញ់ហើយនៅតែការពារថែរក្សាដល់យើងទាំងអស់គ្នាអរគុណព្រះអង្គចាអញ្ចឹងខ្ញុំនឹងច្រៀងសរសើររំកើងព្រះអង្គចាមុននឹងយើងចូលទៅក្នុងព្រះបន្ទូលរបស់ទ្រង់ព្រះបន្ទូលថ្ងៃនេះច្រើនបងប្អូនអញ្ចឹងយើងទៅលឿនតិចណាបងប្អូនណាខ្ញុំនឹងច្រៀងបទសរសើររំកើងព្រះអង្គមួយបទនៅក្នុងបទដែលមានចំណងជើងថាសូមកុំបារម្ភអ្វីអេមែនចាអញ្ចឹងខ្ញុំច្រៀងអត់មានភ្លេងទេបងប្អូនអើយចាអញ្ចឹងយើងស្ដាប់ទាំងអស់គ្នាអរគុណព្រះអង្គសរសើររំកើងទ្រង់ចាអញ្ចឹងយើងច្រៀងសរសើររំកើងព្រះអង្គទាំងអស់គ្នាតើបងប្អូនកំពុងថាប់បារម្ភចំពោះការដែលកើតឡើងក្នុងសប្តាហ៍ថ្ងៃឬបងប្អូនកំពុងតែព្រួយភ័យកុំខ្វល់ខ្វាយអ្វីព្រោះទ្រង់ប្រាប់យើងទុកមុនហើយបងប្អូនគ្រីស្ទជនទាំងឡាយអើយកុំរន្ធត់ឡើយទូក្នុងស្ថានភាពបែបណាកើតទាំងនោះនឹងកើតឡើងតាមព្រះបន្ទូលសន្យាថានឹងមានការនោះកើតឡើងមុនទ្រង់យាងដល់កុំបារម្ភត្បិនព្រះអង្គទ្រង់បានសន្យាថានឹងថែរក្សាការពារយ៉ាងត្រូវរឹងមាំហើយកាន់ខ្ជាប់រហូតថ្ងៃទ្រង់យាងដល់កុំខ្វាយខ្វល់ត្រូវតែតង់ចិនទ្រង់ជានិច្ចសូមបងប្អូនកុំថប់ហើយបារម្ភវិតព្រះអង្គមិនដែលចាក់ចេញទៅណាកងជាមួយហើយទ្រង់ចាំជួយបីបំថែរក្សាព្រោះទ្រង់សន្យាថាទ្រង់នឹងការពារយើងកុំបារម្ភត្បិនព្រះអង្គទ្រង់បានសន្យាថានឹងថែរក្សាការពារយើងត្រូវរឹងមាំហើយកាន់ខ្ជាប់រហូតថ្ងៃទ្រង់យាងដល់កុំខ្វាយខ្វល់ត្រូវតែតង់ចិនទ្រង់ជានិច្ចអេមែនអរគុណព្រះអង្គថ្វាយសិរីល្អដល់ព្រះអង្គម្ចាស់ព្រះយេស៊ូវចាខ្ញុំសូមច្រៀងភាសាទៀតតើបងប្អូនកំពុងថាប់បារម្ភចំពោះការដែលកើតឡើងក្នុងសប្តាហ៍ថ្ងៃឬបងប្អូន
កំពុងតែព្រួយភ័យកុំខ្វល់ខ្វាយអ្វី ព្រោះទ្រង់ប្រាប់យើងរួចហើយអូបងប្អូនគ្រីស្ទនទាំងឡាយអើយកុំរន្ធត់ឡើយទោះក្នុងស្ថានភាពបែបណាការទាំងនោះនឹងកើតឡើងតាមព្រះបន្ទូលសន្យាថានឹងមានការនោះកើតឡើងក្នុងពេលទ្រង់យាងដល់កុំបារម្ភត្បិតព្រះអង្គទ្រង់បានសន្យាថានឹងថែរក្សាការពារយើងត្រូវរឹងមាំហើយកាន់ខ្ជមរហូតថ្ងៃទ្រង់យាងដល់កុំខ្វាយខ្វល់ត្រូវតែតង់ចិនទ្រង់ជាណាញកុំខ្វាយខ្វល់ត្រូវតែតង់ចិនទ្រង់ជាណាញអេមែនថ្វាយសិរីល្អដល់ព្រះអង្គចាអរគុណព្រះអង្គចាពិតព្រះអង្គបានប្រាប់យើងទុកជាមុនថានឹងមានការនឹងកើតឡើងមុនពេលព្រះអង្គយាងមកចានេះគឺជាសេចក្តីពិតដែលព្រះអង្គចាបានប្រាប់នៅក្នុងព្រះបន្ទូលរបស់ព្រះចាអញ្ចឹងនៅក្នុងព្រះគម្ពីរនេះគឺជាព្រះបន្ទូលរបស់ព្រះអង្គដែលបង្ហាញឲ្យយើងឃើញពីសេចក្តីពិតនៅក្នុងពិភពលោកទាំងមូលបងប្អូនចាអញ្ចឹងពេលវេលាដែលព្រះអង្គចិត្តយាងមកគឺព្រះអង្គបានប្រាប់យើងហើយនោះគឺជាសេចក្តីពិតអញ្ចឹងយើងរងចាំព្រះអង្គដែលជឿទុកចិត្តលើព្រះអង្គហើយកុំឲ្យខ្វល់ខ្វាយអ្វីចាអញ្ចឹងសូមឲ្យយើងបានទុកចិត្តព្រះអង្គចាព្រោះអីព្រះអង្គគឺជាផ្លូវជាសេចក្តីពិតហើយជាជីវិតចាអញ្ចឹងតែយើងបានទុកចិត្តព្រះអង្គហើយជឿទុកចិត្តព្រះអង្គចាសេចក្តីពិតចាយើងនឹងបានទៅនៅជាមួយព្រះអង្គនៅឯនគរឋានសួគ៌អាមែនចាអញ្ចឹងទោះជាពេលវេលានេះភ្នែករបស់យើងខាងសាច់ឈាមយើងមើលឃើញថាពិភពលោកទាំងមូលកំពុងតែច្របូកច្របល់កំពុងតែកើតមានចលាចលជាច្រើនក៏ប៉ុន្តែយើងទុកចិត្តព្រះអង្គហើយយើងជឿទៅលើព្រះអង្គដែលជាសេចក្តីពិតអញ្ចឹងចាជីវិតយើងពិតប្រាកដគឺនៅឯនគរឋានសួគ៌អេមែនបងប្អូនចាអញ្ចឹងយើងជឿយើងទុកចិត្តចាអញ្ចឹងសេចក្តីពិតនេះក៏ជាសេចក្តីពិតមួយដែរដើម្បីនឹងដោះឲ្យយើងឲ្យរួចចាអញ្ចឹងនៅពេលដែលយើងស្គាល់ព្រះអង្គយើងជឿទៅលើព្រះបន្ទូលរបស់ព្រះអង្គដែលជាសេចក្តីពិតនោះចាអញ្ចឹងនឹងដោះយើងមិនឲ្យយើងខ្វល់ខ្វាយមិនឲ្យយើងបារម្ភមិនឲ្យយើងច្របូកច្របល់ទៅតាមលោកីនោះទេបងប្អូនអេមែនអញ្ចឹងហើយបានជាខ្ញុំដាក់ចំណងជើងថ្ងៃនេះថាសេចក្តីពិតនឹងដោះអ្នកឲ្យរួចចាអញ្ចឹងចាមានតែសេចក្តីពិតទេដែលជួយយើងដែលដោះយើងឲ្យរួចពីការភូតកុហករបស់លោកីនេះចាអញ្ចឹងបងប្អូនដឹងហើយថានៅលើលោកីនេះគឺអរិយសតាំងដែលជាខ្មាំងសត្រូវអរិយសតាំងវាគឺជាឪពុកនៃសេចក្តីកំពូតចាវាអត់មានសេចក្តីពិតនៅក្នុងវាទេអញ្ចឹងវាគ្រប់គ្រងនៅលើផែនដីនេះចាគ្រប់គ្រងលើផែនដីនេះអញ្ចឹងវាភូតកុហកមនុស្សគ្រប់សពបែបយ៉ាងចាដើម្បីឲ្យមនុស្សទៅតាមវាចាអញ្ចឹងវាធ្វើរូបភាពគ្រប់បែបសពបែបយ៉ាងដើម្បីបង្វក់មនុស្សចាអញ្ចឹងបងប្អូនចាអញ្ចឹងទៅបានជាផែនដីនេះទៅជាអញ្ចឹងចាក៏ប៉ុន្តែមានព្រះយេស៊ូវដែលព្រះអង្គគឺជាសេចក្តីពិតចាព្រះអង្គបានយាងមកលើផែនដីនេះចាដើម្បីចានឹងជួយសង្គ្រោះដល់ប្រជារាស្ត្ររបស់ព្រះអង្គចាអញ្ចឹងអស់អ្នកណាដែលជឿលើសេចក្តីពិតគេនឹងចាប្រទះឃើញនៅនគរឋានសួគ៌អេមែនចាអញ្ចឹងសេចក្តីពិតចាគឺជាព្រះអង្គម្ចាស់ព្រះយេស៊ូវចាអញ្ចឹងដើរខុសពីព្រះយេស៊ូវគឺសុទ្ធតែជាការភូតផលចាคล้ายទេបងប្អូនមិនមែនជាសេចក្តីពិតទេចាអរគុណព្រះអង្គចាអញ្ចឹងព្រះបន្ទូលរបស់ព្រះអង្គសុទ្ធតែជាសេចក្តីពិតទាំងអស់បងប្អូនចាសុទ្ធតែជាសេចក្តីពិតទាំងអស់ហើយព្រះបន្ទូលរបស់ព្រះអង្គនៅពេលដែលព្រះអង្គមានព្រះបន្ទូលមកចាមិនដែលជាអាសាអត់ការនោះទេបងប្អូនគឺកើតឡើងចាហើយវាជាសេចក្តីពិតទាំងអស់ចាដូចជាព្រះអង្គបង្ហាត់បង្រៀនយើងរាល់ថ្ងៃឲ្យយើងបានដើរទៅតាមព្រះអង្គអញ្ចឹងនៅពេលដែលយើង
chưa từ tam pre mình tu đây chỉ sự đây bật ra bao prang dạ chẳng cứ dạ sự đây bật nụ hài nâng đo dương ở ruồi pi chùm non à rẽ tang mang sờ trơ đại việt tay đã nó không chỉ vượt bỏ dương ra ngay nữa ạ bông ổn dạ chẳng cứ dương được bàn ruồi amen chả chẳng xôm oi bông ổn ở cái spiral sự đây bật chả chẳng sự đây bật cứ miền tai nơi nóng chả pre Giêsu tai bần nọ chả chẳng bỏ bông ổn đa khâu pi pre Giêsu cứ bông ổn đa từ nóng ca phụt phò rồi bà rẽ tang hài dạ buổi rẽ tang vía chia mê cầm phụt dạ mê cầm phụt dạ hay rẽ tang nô chia này kê bông ổn rẽ tang vía chia tê và đạp cài bực đai bà ăn ban mà cao vía đây có bàn tay vía bạc bao cho mùi bà ăn dạ vía bạc bao cho mùi bà ăn hai vía dạ có tới bà ăn ban tùm lẹ dạ chào mà lừa hai vía màu bông vụ mà nó lừa phèn đấy nè dạ đo pe về đại bằng chùm nôm chùm đẹp bằng nâng chùm nôm chùm đẹp với hơi tụm lẹ với từ không bằng phượng chả hai nè na đại đa ta mà đẹp sát tăng nâng lẹ từ không bằng phượng đài bông ổn chả amen chả chân xôm oi bông ổn ở khné bán chả mà bài rọc sẽ đây bật làng vịnh chả công ru nơi không ca phụt phó rồi bà đẹp sát tăng chả amen ở một con bắn chả nhom nâng sử dụng chân ạ than mùi plét nằm bay trôi từ không prem từ bằng chân giang prem biển bột sọt bằng hạt bằng riêng dương từ ở khné bông ổn chả ở một con bắn dương sử dụng chân ạ than ở khné Hallelujah បបប្រពោបិតាដែលយើងខ្ញុំនៅគង់នៅស្ថានដ៏ខ្ពស់អើយបិតាឲ្យកូនអរប្រគុណព្រះអង្គសម្រាប់ថ្ងៃនេះដែលព្រះអង្គបានប្រោសប្រទានពរឲ្យកូននៅតែមានជីវិតរស់នៅឲ្យកូននៅតែមានខ្យល់ដល់ដង្ហើមឲ្យកូននៅតែមានសុខភាពល្អឲ្យកូនបានគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងចង្អេងស្លាប់របស់ព្រះអង្គព្រះអង្គអើយកូនសូមថ្វាយពរថ្វាយសិរីល្អថ្វាយការសរសើររំកើងដល់ព្រះអង្គបិទនាមទ្រង់ស័ក្តិសមនឹងឲ្យកូនសរសើររំកើងនាមទ្រង់ស័ក្តិសមនឹងឲ្យកូនលើករំកើងទ្រង់ព្រះអង្គអើយបិទទ្រង់បរិសុទ្ធទ្រង់គឺជាព្រះដែលពេញដោយសេចក្តីស្រឡាញ់ទ្រង់គឺជាព្រះដែលពិតត្រង់ព្រះអង្គគឺជាព្រះដែលស្មោះត្រង់ហើយទ្រង់យុត្តិធម៌ទ្រង់សុចរិតគ្មានសេចក្តីភូតផលណានៅក្នុងព្រះអង្គនោះឡើយបិតាកូនអរប្រគុណព្រះអង្គបិតាដែលព្រះអង្គបានជ្រើសរើសកូនទាំងអស់គ្នាឲ្យមកស្គាល់ព្រះអង្គតាន់ពេលតាន់វេលាព្រះអង្គអើយកូនអរប្រគុណព្រះអង្គសូមឲ្យកូនទាំងអស់គ្នាបានជាពន្លឺជាអំបិលនៅលើលោកីរស់នៅបង្ហាញសេចក្តីពិតទៅដល់មនុស្សដែលនៅជុំវិញខ្លួនដែលគាត់មិនទាន់ស្គាល់សេចក្តីពិតនោះឲ្យគាត់ត្រឡប់មករកព្រះអង្គវិញផងដែរបើព្រះអង្គមានព្រះបន្ទូលឲ្យព្រះអង្គថាព្រះអង្គគឺជាផ្លូវជាសេចក្តីពិតហើយជាជីវិតបើមិនមកតាមទ្រង់នោះទេនោះគ្មានអ្នកណានាំទៅឯព្រះបិតានោះឡើយគឺមានន័យថាគ្មានអ្នកណានាំទៅឯឋានសួគ៌ដូច្នេះព្រះអង្គអើយមានតែព្រះយេស៊ូវទេដែលទ្រង់គឺជាផ្លូវសម្រាប់ទូមកគុំទាំងអស់គ្នាបានទៅនគរឋានសួគ៌ដូច្នេះកូនទុកចិត្តព្រះអង្គគុណជឿលើទ្រង់ព្រះអង្គអើយសូមព្រះអង្គបាននៅតែបំពេញដល់កូនចម្រើនកម្លាំងដល់កូនឲ្យកូនបានរស់នៅលះកាត់ចិត្តរាល់តែថ្ងៃលីឈឺឆ្កាងជាមួយព្រះអង្គហើយសូមឲ្យកូនបាននៅតែឆេះឆួលជាមួយព្រះអង្គកាន់តែខ្លាំងឡើងផងដែរបិតាកុំឲ្យកូនរស់នៅទៅតាមចិត្តគំនិតខ្លួនឯងដែលជាការបោកបញ្ឆោតរបស់ខ្មាំងសត្រូវនោះឡើយហើយចិត្តគំនិតរបស់មនុស្សដែលគ្មានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធគឺជាការបោកបញ្ឆោតទាំងអស់ដូច្នេះបិតាអើយកុំឲ្យកូនដើរតាមចិត្តគំនិតរបស់កូនហើយនឹងការបោកកុហករបស់លោកីនេះឡើយសូមឲ្យកូនបានដើរតាមសេចក្តីពិតរបស់ព្រះអង្គផងដែរសូមព្រះវិញ្ញាណបរិសុទ្ធព្រះអង្គដឹកនាំផ្លូវកូនដើរទៅក្នុងសេចក្តីពិតរបស់ព្រះអង្គផងដែរអាមែនហាឡេលូយ៉ាសើរំកើងព្រះអង្គបិតាអើយកូនអរប្រគុណព្រះអង្គសូមព្រះអង្គបានអត់ទោសដល់កូនបិតារាល់កំហុសខុសឆ្គងរបស់កូនទាំងប៉ុន្មានដែលកូនធ្វើទៅទាំងដឹងក្តីឬមិនដឹងក្តីសូមព្រះអង្គបានអត់ទោសដល់កូនហើយសូមសម្អាតកូនឲ្យបានស្អាតនៅចំពោះព្រះអង្គបង្កើតនៅដួងចិត្តដែលស្អាតបរិសុទ្ធនៅក្នុងកូនទាំងអស់គ្នាផងដែរបិតាឲ្យកូនឲ្យមានតែការស្រឡាញ់អត់ទោសឲ្យគ្នាទៅវិញទៅមកព្រះអង្គអើយចែកចាយនៅសេចក្តីល្អដែលមកពីនគរឋានសួគ៌ព្រះអង្គអើយសូមប្រើប្រាស់មាត់កូនកុំឲ្យកូននិយាយពាក្យសម្ដីណាដែលមិនត្រឹមត្រូវនោះឡើយតែសូមឲ្យកូនបើកនិយាយមកពាក្យសម្ដីដែលកូននិយាយមកគឺជាពាក្យសម្ដីដែលចេញមកគឺជាព្រះបន្ទូលរបស់ព្រះអង្គដើម្បីនឹងលើកទឹកចិត្តកំសាន្តចិត្តស្អាងចិត្តដល់បងប្អូនកូនទាំងអស់គ្នាផងដែរកូនអរប្រគុណព្រះអង្គបិតាអើយសូមព្រះអង្គបានបំពេញដល់កូនទាំងអស់គ្នាហើយចម្រើនកម្លាំងដល់កូនទាំងអស់គ្នាហើយព្រះអង្គអើយសូមព្រះវិញ្ញាណបរិសុទ្ធព្រះអង្គយាងនៅគង់លើកណ្ដាលចំកណ្ដាលកូនទាំងអស់គ្នាបង្ហាត់បង្រៀនកូនឲ្យយល់ពីព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរយូហានចំពោះ8ឲ្យយល់កាន់តែច្បាស់ពីសេចក្តីពិតរបស់ព្រះអង្គដើម្បីឲ្យសេចក្តីពិតនោះបានដោះកូនឲ្យរួចមានសេរីភាពពីចំណងអរិយសតាំងខ្មាំងសត្រូវនិងការភូតកុហកនៅក្នុងលោកីនេះផងដែរព្រះអង្គអើយសូមឲ្យព្រះបន្ទូលនៅក្នុងថ្ងៃនេះបានទៅដោះប្រជារាស្ត្ររបស់ព្រះអង្គ
đại quạt bàn chô mơ không lại ní bà người sùng đo quạt ở rút miên sợi phiếp phong đài bà người còn ô bà con bà tè nẹ chưa có đây nẹ mình chưa có đây bà người sùng đo quạt từng ọc nẹ rút miên sợi phiếp phong đài con ô bà con bà bị đài sùng bà bàn pra mọt con nơi không ca chai bà mình tu bà còn ao con ní dê ở vậy ta tam chất cầm nết khuôn ai nụ lại sùng bà bàn bà người pra mọt con không ca ní dê phong đài bà người con ô bà con bà bị đài sùng bà bànประเตียนโปไทยศาสตร์ดอลบงปอนต่างๆเนี่ยปังเลยในขนมประเทศกัมพูชีก็โดยเฉพาะในกลางประเทศได้จิตจนจิตขมายตัวเตียงพิภพโลกต่างๆไอ้กวาดบานประกอบโดยประโปรมาปีปลายสมกาเปียไทยศาสตร์ดอกกวาดให้สำหรับบงปอนได้ปังบ่มร้องตกสำหรับนกเปรย์ปังเลยสมปังบันให้ปุกวาดหมอกดำใบหนึ่งถ้วยจีรีระบอบปังพองได้สมปังบันในแต่ไทยศาสตร์กาเปียดอกไปจีจุนขมายพระองค์เอ๋ยดำใบกวาดบานลื้อในดำเนินละอระบอบพระองค์ให้สำหรับจัตตัวชื่อเลือพระองค์พองได้คนอประคุณพระองค์ไปด่าเอ๋ยโซมพระองค์บานกุบกงดอกบงปนตูมกลมต่างๆเนี่ยพระองค์เอ๋ยเอากวาดบานเมียนจีโบเดโบให้โซมพระองค์เอ๋ยเอาแนนาได้กวาดเมียนจงงื้อโซมพระองค์บานปะปอลจีบากวาดได้บานเจียสัสบายพองได้คนอประคุณพระองค์ไปด่าเอ๋ยโซมพระองค์ปฏิญโปดอนยุรำไตรขมายสลายขมายพระองค์เอ๋ยเรียกจวงระบอบดัดขมายต่างๆบานประกอบโดยประโปรมาปีพระองค์ทรงพระองค์บานพระองค์เลยทั่วกาให้ก็ทรงเอาดำเนินละอระบอบพระองค์บานลื้อต่อดอลตีนุพงได้บิดาคนอประคุณพระองค์คนอประคุณพระองค์บิดาไอ้คนทรงเลยกาทานการสนาทรงต่อนี้ตู้ทวายขนมปนีมพระองค์มาจากเปรสกรีปิสรกนาสไรต์อาเมนเอเมนออกคนพระองค์จากจังยมนังโจขนมเปรี้ยมตูลพระองค์ตายมาดองบองพระองค์จ้ะบ้าแต่กระเดียดแฉะนะบองพระองค์เอ้ยเนี่ยกระหาเนี่ยจ้ะได้ซาแต่บ้ามาซินนี่กลมตายจังดักตาtừng hai cái đau muối bông bồn từng hai phượng muối dạ chẳng bị để trẻ dạ chẳng dương xòm chay dạ cũng mọi bị off phượng cho anh pe chẳng to bị ai cả ở con phẳng dạ chẳng nâng nhom nâng châu từ không prem tu bảo ăn tai mà đó một bốn dạ chẳng nâng không prem công pi ở du han trong phục pi cứ miên chập pi khô pi tai mà đó một bốn á dạ học con phẳng dạ đôiประลำลางตรงเยียงตระลับแต่ขนมแปรวิหีให้บรรดาจนก็มอกไอตรงนู้ตรงกงเจาะบงเรียนเกรวยปุอาจารย์นึงปุพาริสีก็นวมสตรีมันเนี่ยได้บ้านตอนในดำเนกมอกไอตรงกาเกดักสตรีนู้ในกันดาจุ่มนมหายนู้ก็ตูลถาลูกรูสตรีนี่เกจับบานกำปงได้สหายสมอนนึ่งขเนียรีไอขนมกระดิในโลกโมเสบานบังกอบเอาเยิงขยมเจ้าสตรียางนี่หนึ่งทมอโดยชนะตาโลกกระโดดมาได้เกตูโดยชนะดำใบหนึ่งละบองรอตรงเตะประยาวเอาแต่บานเรื่องเจ้าประกันตรงปนนอกปันใต้พระเยซูตรงเอาเตอร์เซในได้ดาวพระองกลีวิงแต่โดยปลัวเกเจแต่สู้บานจีตรงเงือบหลังเมียนบรรทุถาเนนาได้ขมิ้นบาดซอโจลเอาเนนูเจ้าเนียงนึ่งทมอจิมุนเกจ่ะจ้ะจังเมียนเปลมวยจ้ะพระเยซูกงเนื้อจ้ะขนมพระวิหีจ้ะจังเอาแต่เปลือมล้างคือปองเยียงเต๋อพระวิหีดำใบนังเต๋อบังหัดบังเรียนจ้ะจีเรียบปองไงบังปอนให้ก็เมียนบรรดาจนจ้ะจะเมียนปุพาราสีปุอาจารย์ปุพาราสีกิบานยกสตรีมันเนี่ยได้ตอนนำเนกจะตื้อจูบจมูกนังจะพระองค์จักรเรซูจะให้พระองค์กำปงไต้บังหัดบังเรียนดอกปุบรรดาจุนจะให้เกออกเตียงสตรีนุยกตื้อจะด่าเนื้อจะเรซูเนื้อหมกเรซูจะยังเกยกcàng tận nạp tận này tới dừng đặng thầm mấy cái này dàn mấy cái này mong phụ nè dạ phải đúng cứ cái trong là bon lo đó
ព្រះយេស៊ូវចាហើយក៏យកស្ត្រីនោះទៅហើយយើងក៏មិនដឹងថាតើជាកម្រងផែនការរបស់ពួកអាចារ្យផារ៉ាស៊ីដើម្បីនឹងយកទៅលបងឡព្រះយេស៊ូវយ៉ាងម៉េចអីយ៉ាងម៉េចយើងមិនដឹងទេណាចាអានេះគឺជាក៏ល្បិចរបស់គេចាដែលគេចង់ចាលបងឡចង់ដឹងថាព្រះយេស៊ូវមើលព្រះយេស៊ូវនឹងជំរឿកាត់ក្តីស្ត្រីនឹងយ៉ាងម៉េចណាបើច្បាប់លោកម៉ូសេថាបើតន់ស្ត្រីណាចាសហាយស្មន់ចាឲ្យគប់នឹងដុំថ្មទៅចាអញ្ចឹងណាចាអញ្ចឹងជំរឿចាតែព្រះយេស៊ូវនឹងគិតមិនជំរឿចាអញ្ចឹងពេលដែលគេទូលទៅព្រះអង្គអត់រវល់ទេព្រះអង្គចាអោនទៅសេនៅចានៅដីចាយើងអត់ដឹងថាព្រះអង្គទៅសេអីទេចាចាតែគេនៅតែសួរព្រះអង្គទៀតចាអញ្ចឹងព្រះអង្គក៏មានបន្ទូលថាចាបើអ្នកណាគ្មានបាបសោះចូលឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនចាស់ចាអញ្ចឹងសួរថាអ្នកណាអត់មានបាបបងប្អូនចាអ្នកណាអត់មានបាបហើយពួកអាចារ្យផារ៉ាស៊ីគេដឹងខ្លួនថាគេមានបាបចាហើយយើងអរគុណព្រះអង្គដែលពួកគេដឹងខ្លួនថាគេមានបាបចាតែមនុស្សសពថ្ងៃនេះគឺគេអត់ដឹងខ្លួនថាគេមានបាបទេបងប្អូនអ្នកខ្លះដែលគេអត់ស្គាល់សេចក្តីពិតណាគេដឹងខ្លួនថាគេមានបាបទេចាប៉ុន្តែកន្លែងនេះពួកអាចារ្យពួកផារ៉ាស៊ីនេះគឺគេដឹងខ្លួនចាពួកអីព្រះបន្ទូលព្រះអង្គគឺជាសេចក្តីពិតហើយទៅដោះគេចាអញ្ចឹងដល់ពេលដែលគេដឹងខ្លួនចាគេចាប់ផ្ដើមលែងហ៊ានចាហើយសួរថាអ្នកណាអត់មានបាបសប្តាហ៍ថ្ងៃនេះមនុស្សមានបាបទាំងអស់ចាហើយបើបងប្អូនថាខ្ញុំគ្មានបាបទេខ្ញុំមានបាបទេចាខ្ញុំចាដើរធ្វើបន់រាល់ថ្ងៃខ្ញុំដើរជួយអ្នកនេះជួយអ្នកនោះហើយខ្ញុំមិនដែលទៅជេរបៀតបៀនអ្នកណាទេចាពិតមែនបងប្អូនមិនបានធ្វើបាបនៅខាងហ្នឹងក៏ប៉ុន្តែចិត្តគំនិតបងប្អូនអាចនឹងស្អប់អ្នកនេះបងប្អូនអាចនឹងនិយាយដើមគេចាហើយអំពើបាបបងប្អូនមិនមែនយើងកើតមកនៅលើផែនដីនេះយើងប្រព្រឹត្តសម្លាប់គេត្រឹមតែថាយើងសម្លាប់គេយើងអីហ្នឹងហើយមានបាបនោះទេចាអាហ្នឹងវាហ្នឹងហើយវាជាការបាបហើយក៏ប៉ុន្តែគ្រាន់តែបងប្អូនគិតនៅក្នុងចិត្តគំនិតចាគ្រាន់តែគិតនៅក្នុងចិត្តគំនិតយើងមើលអ្នកនេះក្នុងភ្នែកឆ្មើងឆ្មៃចានិយាយដើមគេមាត់ប៊ីបួយអត់ប្រយោជន៍ចាអាហ្នឹងខ្ញុំនិយាយអ្វីដែលតិចអាហ្នឹងក៏ជាអំពើបាបដែរចាហើយការដែលយើងកើតមកលើផែនដីនេះគឺវាជាប់មកនិស័យបាបតែម្ដងបងប្អូនអញ្ចឹងមនុស្សនៅលើផែនដីនេះគឺមានបាបទាំងអស់គ្នាអត់មានអ្នកណាដែលអត់បាបទេចាហើយពួកអាចារ្យពួកផារ៉ាស៊ីគឺគេដឹងថាគេមានបាបចឹងហើយបានជាព្រះអង្គថាអ្នកណាដែលគ្មានបាបសោះចាឲ្យចោលស្ត្រីនឹងថ្មទៅចាអញ្ចឹងស្ត្រីនឹងមែនគាត់ច្បាប់បើតាមច្បាប់ម៉ូសេវាត្រូវនឹងចោលនឹងថ្មមែនក៏ប៉ុន្តែអ្នកដែលនាំស្ត្រីនឹងមកនោះសមនឹងត្រូវនឹងថ្មវិញទេចាសមត្រូវថ្មមុនគេវិញទេចាពួកអីគេពួកអាចារ្យពួកផារ៉ាស៊ីគេរស់នៅក្រោមក្រឹតវិន័យចាហើយគេមិនបានធ្វើប្រព្រឹត្តតាមក្រឹតវិន័យទាំងអស់ទេបងប្អូនអញ្ចឹងហើយពួកអាចារ្យពួកផារ៉ាស៊ីនឹងត្រូវដុំថ្មមុនស្ត្រីនឹងទៀតចាហើយគេអត់មើលឃើញពីកំហុសខ្លួនឯងចាបែរទៅជាអូសទាញស្ត្រីនឹងអូសតណាត់តណែងយកមកដាក់នៅមុខព្រះយេស៊ូវចាហើយចោលប្រកាន់ស្ត្រីនឹងថាស្ត្រីនឹងចាត្រូវធ្វើមិនចាពួកឯគេតន់នឹងដំណេកចាហើយពួកអាចារ្យពួកផារ៉ាស៊ីបងប្អូនគឺជាពួកមនុស្សដែលទៅធ្វើទុកបុកម្នេញចាធ្វើបាបដល់ស្ត្រីមេម៉ាយចាអញ្ចឹងគឺអំពើបាបរបស់គេមានច្រើនខ្លាំងណាស់ចាហើយអញ្ចឹងព្រះអង្គដឹងចាព្រះអង្គដឹងថាពួកគេគឺជាមនុស្សមានបាបចាហើយរាល់ថ្ងៃនេះមនុស្សចាមានបាបគ្រប់គ្នាបងប្អូនគ្មានអ្នកណាអត់បាបទេចាហើយអំពើបាបវាធួននឹងសេចក្តីស្លាប់ចាហើយអំពើបាបនោះបងប្អូនមិនអាចលាងសម្អាតដោយខ្លួនឯងបាននោះទេគឺមានតែព្រះលិហិតព្រះយេស៊ូវតែប៉ុណ្ណោះដែលអាចលាងសម្អាតអំពើបាបចេញពីមនុស្សបានអេមែនចាចឹងបងប្អូនកុំគិតថាអូខ្ញុំធ្វើបាបថ្ងៃនេះខ្ញុំទៅធ្វើបុណ្យចាបុណ្យនឹងលាងបាបខ្ញុំបានហើយអត់ទេបងប្អូនអត់បានទេអំពើបាបវាធួននឹងសេចក្តីស្លាប់ចាបាបតូចបាបធំបាបកំមុំបាបមេម៉ាយចាបាបទាំងអស់ចាសុទ្ធតែជាបាបនៅចំពោះព្រះអង្គអញ្ចឹងអំពើបាបវាធួននឹងសេចក្តីស្លាប់ចា
ចឹងហើយបានជាព្រះយេស៊ូវយាងមកសគត់ជំនួសអំពើបាបមនុស្សនៅលើផែនដីនេះអញ្ចឹងអស់អ្នកណាដែលបានជឿលើព្រះយេស៊ូវគេនឹងបានសង្គ្រោះគេនឹងបានដោះឲ្យរួចអេមែនចាតែបើយើងរស់នៅក្នុងសេចក្តីភូតផោយើងនៅតែគិតថាយើងមិនបានធ្វើបាបយើងនៅតែរស់នៅក្នុងការភូតកុហកថាយើងចាចាទៅធ្វើបន់នេះធ្វើបន់នោះចាដើរជួយអ្នកនេះដើរជួយអ្នកនោះបន់ខ្ញុំនឹងជួយសង្គ្រោះខ្ញុំចាអត់ទេបងប្អូនអត់ទេចាបន់បងប្អូនការធ្វើល្អរបស់បងប្អូនมันអាចជួយសង្គ្រោះបងប្អូនឲ្យរួចពីអំពើបាបបាននោះទេចាអានឹងវាគ្រាន់តែធ្វើទៅនឹងវាល្អសម្រាប់មនុស្សនៅលើផែនដីនេះគេមើលមកអូនេះឯងល្អដើរជួយអ្នកនេះដើរជួយអ្នកនោះក៏ប៉ុន្តែអាចសេចក្តីល្អហ្នឹងมันអាចជួយបងប្អូនចាឲ្យរួចពីអំពើបាបបាននោះទេបងប្អូនចាអញ្ចឹងណាអញ្ចឹងតតែមានព្រះលិខិតព្រះយេស៊ូវចាចឹងបងប្អូនត្រូវឲ្យយល់ពីអំពើបាបហ្នឹងវាយ៉ាងម៉េចចាអំពើបាបវាធួននឹងសេចក្តីស្លាប់ចាចឹងតែយើងមានបាបគឺវាស្លាប់ចាចឹងហើយបានជាព្រះយេស៊ូវសគត់ចំនួនអំពើបាបយើងចឹងយើងជឿថាព្រះអង្គសគត់ចំនួនអំពើបាបយើងចាយើងបានសង្គ្រោះចាយើងបានរួចពីអំពើបាបហើយចាតែបើយើងអត់ជឿគឺយើងជាប់មានទោសចាចឹងណាបងប្អូនចាចឹងតើតែបងប្អូនយល់ពីការទាំងអស់ហ្នឹងទើបបងប្អូនដោះខ្លួនឯងឲ្យរួចពីអន្ទាក់របស់ខ្មាំងសត្រូវតែបើបងប្អូនរស់នៅក្នុងសេចក្តីភូតផលរបស់លោកីចាសាសនានេះសាសនានោះគេបង្ហាត់បង្រៀនបងប្អូនគាត់ថាអូទៅធ្វើបន់ទៅវត្តនេះវត្តនោះ7វត្ត20វត្តអីចឹងទៅចាទៅស្រោចតាក់នេះស្រោចតាក់នោះដោះបាបហើយអាហ្នឹងសិតតែរឿងដែលភូតផលដែលមិនមែនជាសេចក្តីពិតចឹងទោះជាបងប្អូនខំធ្វើធ្លាក់អណ្ដាតយ៉ាងណាក៏បងប្អូនមិនអាចរួចពីអំពើបាបបាននោះដែរបងប្អូនព្រោះអីបងប្អូនមិនបានរស់នៅក្នុងសេចក្តីពិតនោះទេចាបងប្អូនគ្រាន់តែជឿទៅលើការភូតផលការបោកកុហកតែមិនបានចាមករកសេចក្តីពិតដែលជាព្រះអង្គសង្គ្រោះដែលជាព្រះអង្គដែលទ្រង់គឺជាព្រះដែលពិតចាព្រះអង្គប្រកាសឲ្យថាព្រះអង្គគឺជាផ្លូវជាសេចក្តីពិតហើយជាជីវិតចាអញ្ចឹងបើយើងជឿព្រះអង្គចាយើងនឹងបានដោះឲ្យរួចពីអំពើបាបអេមែនចាអញ្ចឹងហើយចាយើងត្រូវតែមករកព្រះយេស៊ូវដើម្បីឲ្យរួចពីអំពើបាបបងប្អូនចាគ្មានអ្នកណាអត់មានបាបទេនៅក្នុងព្រះបន្ទូលព្រះអង្គប្រាប់ឲ្យថាគ្រប់គ្នាមានបាបហើយខ្វះមិនដល់សេរីល្អនៃព្រះចាគ្រប់គ្នាមានបាបបងប្អូនចាបងប្អូនសួរខ្លួនឯងហើយសម្លឹងមើលជីវិតខ្លួនឯងសញ្ជឹងគិតចាតើខ្ញុំមានបាបអត់តែបើបងប្អូនថាអូយខ្ញុំសុចរិតណាចាបងប្អូនមើលខ្លួនឯងទៀតតើការគិតរបស់បងប្អូនតើសុចរិតដែរឬទេចាតើបងប្អូនដែរស្អប់គេបងប្អូនដែរនិយាយដើមគេបងប្អូនដែរមានគំនិតអីអាក្រក់ទៅលើអ្នកណាទេចាជិះបំផុតទេបងប្អូនជិះបំផុតទេហើយបងប្អូនមានដែរប្រើពាក្យសម្ដីអីមិនសមរម្យទៅដល់អ្នកណាទេជិះអត់ផុតទេបងប្អូនបងប្អូនគ្រាន់តែកើតងាមកស្រេចងាក់ចាបាបចូលមកបាត់ហើយចឹងហើយកុំអួតថាខ្លួនឯងសុចរិតកុំអួតថាខ្លួនឯងអត់មានបាបអាមែនត្រូវឲ្យដឹងខ្លួនហើយទទួលស្គាល់ថាខ្លួនឯងជាមនុស្សមានបាបទើបបងប្អូនទាំងអស់គ្នាដោះឲ្យរួចបើបងប្អូននៅតែបន្តគិតថាខ្លួនឯងសុចរិតខ្លួនឯងល្អអូខ្ញុំធ្វើល្អហ្នឹងខ្ញុំមិនដែលទៅប៉ះពាល់អ្នកណាខ្ញុំមិនដែលទៅធ្វើបាបអ្នកណាចាក៏ប៉ុន្តែបងប្អូនកើតងាមកជាប់បាបរួចទៅហើយចាមនុស្សនៅលើលោកីនេះគឺជាប់បាបរួចទៅហើយបងប្អូនកើតងាមកចាការគិតការប្រព្រឹត្តគ្រាន់តែយើងគិតនឹងក៏បាបដែរអីមែនចាអញ្ចឹងសូមឲ្យស្វែងយល់ឲ្យបានត្រឹមត្រូវកុំគិតថាបាបស្រាលចាកុំគិតថាបាបរីស្រាលបងប្អូនចាបាបគឺវាធួននឹងសេចក្តីស្លាប់តែបងប្អូនមានបាបបងប្អូនធ្វើអីបន្តិចក៏ដោយចាជាប់មានបាបគឺបងប្អូននឹងស្លាប់ចាអីបន្តិចក៏បាបដែរបងប្អូនចាបើបងប្អូនមើលនៅក្នុងព្រះបន្ទូលរបស់ព្រះណាស្អីបន្តិចក៏បាបដែរចាការថ្វាយបង្គំរូបព្រះការចាលួចប្លន់ចាមើងងាយគេស្អប់គេចាជេរគេអាចោមកសៀតជេរគេអាចឈួតចាអាហ្នឹងក៏បាបដែរបងប្អូនណែមែនចាអញ្ចឹងនៅពេលដែលយើងស្វែងយល់ហើយអំពើបាបនោះព
ប្រភពអំពើបាបនោះវាកើតមកដោយការស្ដាប់ដែលមនុស្សមិនស្ដាប់បង្គាប់តាមមិនស្ដាប់បង្គាប់ព្រះនឹងឯងធ្វើតាមចិត្តគំនិតខ្លួនឯងហើយមនុស្សរាល់ថ្ងៃគឺធ្វើទៅតាមចិត្តគំនិតខ្លួនឯងធ្វើទៅតាមការយល់ឃើញរបស់ខ្លួនឯងមិនបានធ្វើទៅតាមព្រះបន្ទូលរបស់ព្រះទេនោះហើយគឺជាអំពើបាបចាហើយការដែលហ្នឹងឯងហើយអំពើបាបដែលធំជាងគេបងប្អូនដឹងអីគេហ៎អំពើបាបដែលធំជាងគេគឺការដែលមនុស្សបដិសេធព្រះនាមព្រះយេស៊ូវនឹងឯងគឺជាអំពើបាបធំជាងគេចាចឹងអស់អ្នកណាដែលបដិសេធព្រះនាមព្រះយេស៊ូវគេនឹងជាប់នៅក្នុងការជំនុំជម្រះរបស់ព្រះហើយចាអញ្ចឹងសូមឲ្យបងប្អូនអរគ្នាបានចាសិនចឹងគិតពិចារណាឲ្យត្រឡប់មករកសេចក្តីពិតដែលជាចាព្រះអង្គម្ចាស់ព្រះយេស៊ូវចាអញ្ចឹងនៅពេលដែលបងប្អូនបន្ទាបខ្លួនឲ្យមករកព្រះអង្គនឹងដោះបងប្អូនឲ្យរួចចាអញ្ចឹងបងប្អូននឹងមិនរស់នៅក្នុងការភូតកុហករបស់អរិយសតាំងទៀតនោះទេបងប្អូនចាអរិយសតាំងបងប្អូនអ្នកដែលគេពួកសាសនាពួកអីដែលជាអរិយសតាំងវាធ្វើការបងប្អូនកុំគិតថាគេមិនស្គាល់ព្រះយេស៊ូវចាពួកអរិយសតាំងវាស្គាល់ព្រោះប៉ុន្តែវាអត់ធ្វើតាមព្រះបន្ទូលព្រះអង្គទេចាហើយវាសនារបស់វាគឺធ្លាក់ទៅក្នុងបឹងភ្លើងអញ្ចឹងបើសិនជាបងប្អូននៅតែបដិសេធព្រះយេស៊ូវរស់នៅក្នុងការភូតកុហករបស់អរិយសតាំងបន្តទៀតបងប្អូននឹងធ្លាក់ទៅក្នុងបឹងភ្លើងជាមួយវាដែរចាអញ្ចឹងខ្ញុំនិយាយនេះមិនមែនខ្ញុំនិយាយដោយគំនិតខ្លួនឯងទេណាបងប្អូនគឺព្រះបន្ទូលព្រះចាព្រះបន្ទូលព្រះប្រាប់យើងគ្រប់សពបែបយ៉ាងទាំងអស់ចាអញ្ចឹងបើសិនជាបងប្អូនជឿទៅលើសេចក្តីពិតបងប្អូននឹងដោះឲ្យរួចណាមែនចាហើយនៅក្នុងនេះគឺព្រះអង្គបាននិយាយទៅពួកអាចារ្យពួកផារីសេថាបើអ្នកទាំងអស់គ្នាគ្មានបាបទេយ៉ាចូលឲ្យចោលនឹងនាងនឹងថ្មទៅចាខ8រួចទ្រង់ក៏អោនសរសេរនៅដីម្ដងទៀតកាលបានឮពាក្យទាំងនេះហើយបញ្ញាចិត្តគេបានចោលប្រកាន់ទោសខ្លួននោះគេក៏ថយចេញទៅម្នាក់ម្ដងចាប់តាំងពីមនុស្សចាស់ជាងគេដរាបដល់អ្នកក្រោយបង្អស់សល់នៅតែព្រះយេស៊ូវនិងស្ត្រីនោះដែលនៅចំពោះទ្រង់ប៉ុណ្ណោះចាអញ្ចឹងនៅពេលដែលគេឮព្រះយេស៊ូវមានបន្ទូលថាបើអ្នកណាគ្មានបាបសោះចាគប់នាងនឹងថ្មទៅអញ្ចឹងបណ្ដាបញ្ញាចិត្តគេគឺគេដឹងថាខ្លួនគេគឺជាមនុស្សមានបាបបងប្អូនចាអញ្ចឹងហើយចាគេក៏ចាប់ផ្ដើមដើរចេញម្នាក់ម្ដងចាហើយនៅសល់តែព្រះយេស៊ូវបែរព្រួយព្រះយេស៊ូវយើងដឹងហើយព្រះយេស៊ូវព្រះអង្គអត់មានបាបទេចាព្រះអង្គមកលើផែនដីនេះមែនប៉ុន្តែព្រះអង្គអត់មានបាបទេព្រះអង្គបរិសុទ្ធណាស់បងប្អូនចាអញ្ចឹងព្រះអង្គបើសិនជាព្រះអង្គចង់ជំនុំជម្រះស្ត្រីហ្នឹងព្រះអង្គចង់គប់ស្ត្រីហ្នឹងក៏បានដែរព្រោះអីព្រះអង្គគឺជាព្រះដែលបរិសុទ្ធប៉ុន្តែពួកអាចារ្យពួកផារីស៊ីទាំងអស់នោះគេជាមនុស្សមានបាបគេគ្មានសិទ្ធិនឹងគប់ស្ត្រីនេះទេពួកអីគេមានបាបដែរហ្នឹងចាអញ្ចឹងហើយបានជាព្រះអង្គមានបន្ទូលថាបើអ្នកណាគ្មានបាបសោះចូលគប់ស្ត្រីហ្នឹងចោលទៅចាអញ្ចឹងគឺព្រះអង្គមានបន្ទូលនេះគឺចង់ចាដូចយកដុំថ្មគប់ក្បាលពួកអាសាប៉ារីស៊ីហ្នឹងចឹងចាអញ្ចឹងនៅពេលដែលគេឮព្រះបន្ទូលព្រះអង្គកន្លែងហ្នឹងគេចាប់ផ្ដើមថយចេញអញមានបាបដែរទៅគប់មិនអាហ្នឹងបណ្ដាចិត្តគេចាអញ្ចឹងហើយបានជាថាមនុស្សយើងរាល់ថ្ងៃក៏អញ្ចឹងដែរចាកុំទៅថ្កោលទោសគេកុំទៅជំនុំជម្រះគេចាទុកឲ្យព្រះជំនុំជម្រះទៅបងប្អូនយើងមិនបរិសុទ្ធទេចាយើងសុទ្ធតែជាមនុស្សមានបាបទេសូម្បីតែយើងមកជឿព្រះយេស៊ូវក៏យើងនៅមានបាបដែរបាបនឹងបាបអីបាបដែលការដែលយើងប្រព្រឹត្តរាល់ថ្ងៃនេះបងប្អូនចាអញ្ចឹងឬកែវនៅអំពើបាបព្រះអង្គផ្ដាច់ឲ្យយើងហើយក៏ប៉ុន្តែយើងនៅបាបដែលយើងប្រព្រឹត្តរាល់ថ្ងៃការគិតការនិយាយការអីរបស់យើងការទង្វើនេះយើងនៅបាបចាអញ្ចឹងហើយយើងគ្មានសិទ្ធទៅជំនុំជម្រះអ្នកណានោះទេចាអាមែនចាទុកឲ្យព្រះអង្គជំនុំជម្រះទៅដល់ពេលវេលាព្រះអង្គមកជំនុំជម្រះព្រះអង្គជំនុំជម្រះហើយតាមសេចក្តីសុចរិតអញ្ចឹងព្រះអង្គចាជំនុំជម្រះចំពេលវេលារបស់ព្រះអង្គមិនជំនុំជម្រះចាទៅតាមអ្វីដែលចិត្តមនុស្សចង់ធ្វើនោះទេចាខ10ព្រះយេស៊ូវងើបឡើងវិញឃើញតែស្ត្រីនោះក៏មានបន្ទូលទៅថានាងអើយពួកដែលចោទប្រកាន់នាងតើនៅឯណាគ្មានអ្នកណាកាត់ទោសនាងទេឬអីនាងទូលឆ្លើយថាគ្មានទេលោកម្ចាស់រួចព្រះយេស៊ូវមានបន្ទូលទៅថាខ្ញុំក៏មិន
mình cắt tô niềng đài anh chơi tơ cho tai cũng phơ ba tiệt lời chẳng chẳng pre mình tu cái lại ní mình menប្រអងលើកទឹកចិត្តឲ្យស្ត្រីម្នាក់ហ្នឹងទៅធ្វើបាបទេបងប្អូនអញ្ចឹងយើងគិតថាអ្នកខ្លះប្រកាសជាគិតថាយើងអានព្រះបន្ទូលព្រះអង្គប្រកាសជាគិតថាអូយព្រះអង្គមិនក៏អត់កាត់ទោសស្ត្រីហ្នឹងអញ្ចឹងព្រះអង្គលើកជើងបញ្ជួសជើងឲ្យស្ត្រីហ្នឹងទៅធ្វើបាបទៀតមិនអត់របៀបថាលើកទឹកចិត្តឲ្យស្ត្រីហ្នឹងចាស់គាំទ្រឲ្យស្ត្រីហ្នឹងធ្វើបាបមែនចាហ្នឹងបើយើងស្ដាប់យើងសិញ្ជឹងគិតទៅចាក៏ប៉ុន្តែវាមិនមែនទេបងប្អូនចាការដែលព្រះអង្គមិនកាត់ទោសស្ត្រីហ្នឹងចាពីព្រោះព្រះអង្គយាងមកពេលដែលព្រះអង្គយាងមកហ្នឹងព្រះអង្គមិនមែនយាងមកដើម្បីជំនុំជម្រះមនុស្សទេពេលដែលព្រះអង្គយាងមកលើទី1ហ្នឹងបងប្អូនព្រះអង្គអត់បានជំនុំជម្រះមនុស្សអត់បានយាងមកជំនុំជម្រះមនុស្សទេចាគឺព្រះអង្គយាងមកដើម្បីនឹងចាជួយសង្គ្រោះគេចានិយាយទៅបងប្អូនមនុស្សនៅលើផែនដីហ្នឹងណាពេលចំនួនព្រះយេស៊ូវគឺព្រះអង្គគឺជាពេលវេលាមួយដែលព្រះអង្គព្រះវរបិតាចាចង់ជំនុំជម្រះហើយក៏ប៉ុន្តែព្រះអង្គអត់បានចាជំនុំជម្រះទេគឺព្រះអង្គបានបញ្ជូនព្រះរាជបុត្រាមកគឺជាព្រះយេស៊ូវនឹងឯងដើម្បីមកទទួលបាបចាមនុស្សនឹងឯងចានេះគឺជាផ្លូវមួយដែលព្រះអង្គរៀបចំឲ្យមនុស្សដើម្បីមនុស្សបានចាសង្ឃឹមចាពួកអីមនុស្សគឺព្រះអង្គបានបង្កើតមកដោយស្នាមពហុរបស់ព្រះអង្គអញ្ចឹងបើព្រះអង្គបំផ្លាញចោលខ្ទេចអានឹងឮវាថាព្រះអង្គស្អប់នៅស្នាមពហុខ្លួនឯងអញ្ចឹងហើយព្រះអង្គសុខចិត្តថាធ្វើយ៉ាងម៉េចរៀបចំផ្លូវយ៉ាងម៉េចចារៀបចំផែនការយ៉ាងម៉េចដើម្បីឲ្យមនុស្សនឹងបានសង្គ្រោះចាអញ្ចឹងគឺព្រះអង្គធ្វើគ្រប់សពបែបយ៉ាងបងប្អូនដើម្បីឲ្យមនុស្សបានសង្គ្រោះចាហើយការដែលរៀបចំផ្លូវហ្នឹងគឺមានតែការដែលព្រះអង្គយាងមកនឹងឯងសគត់ចាអញ្ចឹងពួកអីមុននឹងព្រះយេស៊ូវយាងមកសគត់យាងមកទទួលបាបមនុស្សកាលពីចំនួនមុនណាគឺមនុស្សនៅពេលដែលគេធ្វើបាបគេយកជាមដើម្បីយកទៅចាធ្វើយ៉ាញ់បូជាថ្វាយព្រះជាកំញាញ់ធ្វើយ៉ាញ់បូជាថ្វាយព្រះចឹងទៅអាហ្នឹងគឺចំនួនពីមុនការព្រះយេស៊ូវមិនទាន់មកចាបងគាត់ថាការទាំងអស់នោះវាគ្រាន់តែស្រមោលរបស់ព្រះយេស៊ូវតែប៉ុណ្ណោះអញ្ចឹងនៅពេលដែលព្រះអង្គយាងមកលើកទី1ហ្នឹងចាយុទ្ធយងកំណើតជាមនុស្សហ្នឹងចាព្រះអង្គបានយាងមកជាយ៉ាញ់បូជាចាអត់ខ្សោះអញ្ចឹងព្រះអង្គសគត់តែម្ដងទេពិភពលោកទាំងមូលបានសង្គ្រោះអញ្ចឹងអស់អ្នកណាដែលទទួលជឿលើព្រះយេស៊ូវគេបានសង្គ្រោះបងប្អូនព្រោះអីព្រះអង្គគឺជាយ៉ាញ់បូជាសគត់ជាយ៉ាញ់បូជាដើម្បីនឹងលួសបាបមនុស្សនៅលើផែនដីនេះឃើញមែនចាអញ្ចឹងចំនួនមនុស្សពីមុនដែលពេលព្រះយេស៊ូវមិនទាន់យាងមកចំនួនមនុស្សពីមុនការចំនួនលោកតាអាប់រ៉ាហាំម៉ូសេនេះចានៅពេលដែលគេធ្វើបាបពួកអីចឹងគេយកជាមយកអីយកមកធ្វើចឹងទៅអញ្ចឹងលួសបាបតែអ្នកដែលគេធ្វើនឹងឯងរបៀបថាអានេះគឺជាស្រមោលមួយដែលរបៀបថាព្រះអង្គឲ្យធ្វើបដិអាសន្នអញ្ចឹងបងប្អូនអញ្ចឹងនៅពេលដែលព្រះអង្គឃើញថាមនុស្សធ្វើយ៉ាញ់បូជាអញ្ចឹងដូចរបៀបថាវាស្មុគស្មាញពេករបៀបថាវានៅតែមិនអាចជួយមនុស្សបានអញ្ចឹងបងប្អូនអញ្ចឹងព្រះយេស៊ូវក៏យាងមកចាព្រះយេស៊ូវក៏យាងមកចានិយាយទៅយើងមិនមែនថាអូការដែលព្រះអង្គឲ្យមនុស្សធ្វើយ៉ាញ់បូជាព្រះអង្គមិនក៏អត់ធ្វើអញ្ចឹងញ៉ៃអញ្ចឹងនិយាយទៅដោយសារតែមិនមែនដល់ពេលវេលាព្រះអង្គដែលព្រះយេស៊ូវយាងមកអញ្ចឹងនិយាយថាការធ្វើយ៉ាញ់បូជាសត្វជាមសត្វអីហ្នឹងអញ្ចឹងគឺសុទ្ធតែជាស្រមោលរបស់ព្រះយេស៊ូវអញ្ចឹងនៅពេលដែលដល់កំណត់ដែលត្រូវព្រះយេស៊ូវយាងមកចាអញ្ចឹងគឺព្រះអង្គនឹងទទួលបាបរបស់មនុស្សទាំងអស់អញ្ចឹងការថ្វាយយ៉ាញ់បូជាជាសត្វជាមសត្វអីគឺគ្រាន់តែគឺជាស្រមោលរបស់ព្រះយេស៊ូវទេបងប្អូនចាហ្នឹងណាចាអាហ្នឹងគឺចំនួនហ្នឹងគឺព្រះអង្គឲ្យធ្វើអញ្ចឹងឯងចាថ្វាយជាយ៉ាញ់បូជាសត្វជាមសត្វអីចឹងទៅចាក៏ប៉ុន្តែយ៉ាញ់បូជាពិតប្រាកដនោះគឺជាព្រះយេស៊ូវទេដែលព្រះអង្គយាងមកសគត់នៅលើឈើឆ្កាងហើយព្រះអង្គសគត់រួចចា3ថ្ងៃព្រះអង្គមានប្រជញ្ញរស់ឡើងវិញចាអញ្ចឹងអស់អ្នកណាដែលជឿទៅលើព្រះយេស៊ូវគេបានសង្គ្រោះចាគេនឹងមិនជាប់នៅក្នុងការជំនុំជម្រះបានទៀតនោះទេចាអញ្ចឹងនៅពេលនេះគឺព្រះអង្គបានចាប្រាប់ដល់ស្ត្រីនោះថាគេទៅអស់ហើយនៅតែ
នាងទេហើយនឹងខ្ញុំចាអញ្ចឹងខ្ញុំក៏មិនកាត់ទោសនាងដែរអញ្ជើញទៅចោះតែកុំឲ្យធ្វើបាបទៀតចាអញ្ចឹងព្រះអង្គប្រាប់ស្ត្រីហ្នឹងព្រះអង្គអត់ទោសពួកអីព្រះអង្គយាងមកលើផែនដីហ្នឹងគឺលើកទី1ហ្នឹងគឺព្រះអង្គមកដើម្បីរំដោះមនុស្សចាអញ្ចឹងនៅពេលដែលស្ត្រីហ្នឹងមកជួបព្រះអង្គអញ្ចឹងអ្នកណាក៏ដោយឲ្យតែមកជួបព្រះអង្គបងប្អូនព្រះអង្គអត់ទោសបាបអីគេទាំងអស់តែរាល់ថ្ងៃនេះក៏ដោយបងប្អូនមករកព្រះយេស៊ូវមកបងប្អូនមានការអ្វីក៏ដោយបងប្អូនធ្លាប់ធ្វើរឿងអីក៏ដោយដែលជាសេចក្តីកំផិតដែលជាសេចក្តីអាក្រក់យ៉ាងណាក៏ដោយឲ្យតែបងប្អូនដឹងខ្លួនហើយមករកព្រះយេស៊ូវព្រះអង្គនឹងលាងសម្អាតបងប្អូនឲ្យសដូចជាហិមៈចាបងប្អូននឹងអត់មានអំពើបាបទៀតនោះទេនឹងអត់មានអំពើបាបទៀតនោះទេអញ្ចឹងបងប្អូនចូលមករកព្រះយេស៊ូវព្រះអង្គនឹងលាងសម្អាតដល់បងប្អូនហើយព្រះអង្គមិនកាត់ទោសបងប្អូននោះទេរាល់ទាំងជីវិតអតីតកាលរបស់បងប្អូនយ៉ាងម៉េចបងប្អូនព្រះអង្គលុបចោលទាំងអស់ព្រះអង្គអត់នឹកចាំទៀតទេបងប្អូនចាអញ្ចឹងដូចជីវិតខ្ញុំអញ្ចឹងជីវិតខ្ញុំពីមុនគឺខ្ញុំមានបាបចាខ្ញុំមានបាបចាហើយបាបរបស់ខ្ញុំគឺស័ក្តិសមនឹងធ្លាក់ទៅក្នុងបឹងភ្លើងបងប្អូនបាបរបស់ខ្ញុំណាចាអញ្ចឹងនៅពេលដែលព្រះអង្គត្រាស់ហៅខ្ញុំហើយខ្ញុំមករកព្រះអង្គចាព្រះអង្គបានអត់ទោសបាបឲ្យខ្ញុំហើយបងប្អូនថាធ្វើម៉េចបានដឹងថាព្រះអង្គអត់ទោសបាបចាព្រះអង្គមានព្រះបន្ទូលបែបហ្នឹងហើយខ្ញុំជឿបែបហ្នឹងចាហើយនៅពេលដែលព្រះអង្គអត់ទោសបាបវិញ្ញាណរបស់យើងគឺយើងដឹងថាព្រះអង្គអត់ទោសបាបឲ្យយើងមែនចាព្រះអង្គពិតជាអត់ទោសបាបឲ្យយើងមែនចាពួកឯងព្រះអង្គចាមកមិនមែនកាត់ទោសខ្ញុំទេចាព្រះអង្គមិនមែនមកដើម្បីកាត់ទោសអំពើបាបរបស់ខ្ញុំធ្វើពីមុនទេព្រះអង្គមកដើម្បីជួយសង្គ្រោះខ្ញុំហើយណែនាំខ្ញុំចាអញ្ចឹងការសង្គ្រោះរបស់ព្រះអង្គដូចអញ្ចឹងបងប្អូននៅពេលដែលបងប្អូនលងទឹកចាព្រះអង្គអត់មានប្រាប់ថាអូហែមកលើគោកមកនេះរបៀបហែអញ្ចេះហែមកចាព្រះអង្គអត់អញ្ចឹងទេបងប្អូនគឺព្រះអង្គទៅស្រង់យើងចាប់ដៃយើងឡើងហើយស្រង់យើងឡើងចាជួយសង្គ្រោះចាផ្លុំអខ្យល់អុកស៊ីហ្សែនឲ្យយើងមានជីវិតឡើងវិញចាហើយព្រះអង្គចាប់ផ្ដើមបង្ហាត់បង្រៀនយើងថាអូកុំដើរកុំទៅផ្លូវហ្នឹងទៀតកុំធ្វើអញ្ចឹងទៀតចាអញ្ចឹងគឺព្រះអង្គចាចាប់ផ្ដើមបង្ហាត់បង្រៀនយើងឲ្យយើងចេះហែទឹកចានេះគឺជាការសង្គ្រោះរបស់ព្រះយេស៊ូវបងប្អូនអត់ដូចសាសនាទេសាសនានឹងឲ្យការបង្ហាត់បង្រៀនគេល្អណាស់ក៏ប៉ុន្តែគេគ្រាន់តែប្រាប់ថាអូមកហែទឹកមកអូអាហ្នឹងគេដាក់គេទៅសេដាក់ក្តារខៀនមកក្តារខៀនអញ្ចឹងទៅគេនិយាយពីរូបមន្តនៃការហែទឹកអីនិយាយចុះហើយគេដាក់មកប្រចាំងឲ្យអ្នកលងទឹកនឹងមើលអញ្ចឹងទៅចាមកចាមើលតាមរូបមន្តហ្នឹងទៅបានហើយចាប៉ុន្តែមនុស្សកំពុងតែលងទឹកចិត្តស្លាប់ចិត្តរស់សួរថាទៅមើលអាការរូបមន្តហ្នឹងមិនកើតចាអញ្ចឹងតើតែទៅជួយហើយការជួយសង្គ្រោះព្រះយេស៊ូវគឺបែបហ្នឹងឯងបងប្អូនគឺព្រះអង្គទៅជួយសង្គ្រោះមនុស្សចាប់ដៃមនុស្សលើកឡើងជួយសង្គ្រោះហើយបានព្រះអង្គបង្ហាត់បង្រៀនតាមក្រោយតែបើសាសនាខាងសាសនាគឺអត់អញ្ចឹងទេនឹងហើយធ្វើល្អទៅបានល្អហើយចាអញ្ចេះចុះក៏ប៉ុន្តែអត់បានជួយសង្គ្រោះមនុស្សឲ្យរួចពីអំពើបាបទេចាអត់បានជួយសង្គ្រោះទេហើយមនុស្សកំពុងតែមានបាបកំពុងតែលងកំពុងតែចិត្តស្លាប់នេះសួរថាទៅធ្វើម៉េចចាជួយខ្លួនឯងអត់កើតទេហើយរាល់ថ្ងៃបងប្អូនដែលបងប្អូនអត់មកជឿព្រះយេស៊ូវបងប្អូនកំពុងតែជើងកំពុងតែធ្លាក់កំពុងតែដែលថាបងប្អូនកំពុងតែលងនៅក្នុងចាអំពើបាបកំពុងតែលងដូចលងក្នុងទឹកចឹងចាអញ្ចឹងបងប្អូនមិនអាចជួយខ្លួនឯងបានទេបងប្អូនមានតែចាព្រះយេស៊ូវទេដែលអាចជួយបងប្អូនបានចាបងប្អូនមិនអាចពឹងលើខ្លួនឯងឲ្យខ្លួនឯងរួចពីអំពើបាបបាននោះទេចាពួកឯងអំពើបាបមិនមែនបងប្អូនគិតថាអូខ្ញុំធ្វើបាបថ្ងៃនេះហើយខ្ញុំទៅធ្វើបុណ្យនៅវត្តនោះខ្ញុំរួចបាបអូខ្ញុំធ្វើបាបខ្ញុំទៅស្រោចទឹកនៅកន្លែងនេះខ្ញុំរួចបាបចាអូខ្ញុំធ្វើបាបខ្ញុំទៅដើរចែកទានអ្នកនេះខ្ញុំរួចអាបុណ្យទាននឹងជួយដោះបាបខ្ញុំអត់ទេបងប្អូនអត់ទេមិនអាចទេ
ហើយมันអាចទេវាមិនងាយស្រួលបែបនេះទេបងប្អូនបើសិនជាវាស្រួលអញ្ចឹងបងប្អូនព្រះយេស៊ូវមិនមែនយាងមកសគត់នៅលើឈើឆ្កាងចំនួនអំពើបាបយើងនោះទេចាបងប្អូនត្រូវពិចារណាកន្លែងហ្នឹងចាកុំគិតថាអំពើបាបស្រាលស្រួលដូចបងប្អូនគិតចាអំពើបាបវាធួននឹងសេចក្តីស្លាប់អាមែនចាហើយរូបកាយរបស់យើងនេះតែយើងកើតមកលើផែនដីនេះវាជាប់មកមានបាបហើយវាពុកផុយវាត្រូវទៅស្លាប់ក៏ប៉ុន្តែនៅពេលដែលបងប្អូនមកជឿព្រះយេស៊ូវយើងកើតខាងឯព្រះអង្គខាងឯកើតជាថ្មីនៅក្នុងនគរព្រះគឺកើតពីទឹកនិងព្រះវិញ្ញាណបរិសុទ្ធនៅពេលនោះហើយគឺជីវិតបងប្អូនដែលនៅខាងក្នុងនេះដែលជាជីវិតបុគ្គលបងប្អូនពិតប្រាកដដែលជាពលឹងបងប្អូននឹងវានឹងកើតជាថ្មីកើតមនុស្សថ្មីបងប្អូនចាអញ្ចឹងបងប្អូនចាបានកើតនៅក្នុងព្រះអង្គជាថ្មីអញ្ចឹងនៅពេលដែលរូបសាច់យើងដែលវាចេញដែលវាទៅជាធូលីដីវិញនេះចាវាទៅបាត់ហើយប៉ុន្តែជីវិតយើងថ្មីគឺនៅក្នុងនគរព្រះអង្គដែលយើងកើតពីទឹកនៅព្រះវិញ្ញាណបរិសុទ្ធគឺកើតពីព្រះបន្ទូលព្រះនិងព្រះវិញ្ញាណបរិសុទ្ធចាអញ្ចឹងគឺជីវិតយើងថ្មីហ្នឹងគឺកំពុងកើតហើយចាខ្ញុំធ្វើទីបន្ទាប់មួយតាក់ទងរឿងកើតជាថ្មីហ្នឹងបងប្អូនមករយៈប្រហែលថ្ងៃហ្នឹងខ្ញុំចេះតែខ្ញុំនិយាយលេងមួយព្រះអង្គចានិយាយទៅខ្ញុំតំណតំណមួយព្រះអង្គនិយាយលេងខ្ញុំធ្វើកាយក៏ខ្ញុំនិយាយលេងមួយព្រះអង្គអញ្ចឹងណាចាហើយយើងនិយាយក្នុងវិញ្ញាណភាគច្រើនខ្ញុំនិយាយក្នុងវិញ្ញាណចាអញ្ចឹងខ្ញុំនិយាយលេងមួយព្រះអង្គខ្ញុំថាអើយព្រះអង្គអើយគាត់ថាពេលដែលខ្ញុំនិយាយនេះខ្ញុំនេះគឺខ្ញុំនិយាយមាត់មកខ្ញុំឆ្លុះកញ្ចក់មើលទៅខ្ញុំមើលគ្នាព្រះអង្គឲ្យកូនឥឡូវចាស់ខ្ញុំថាអញ្ចឹងហើយដល់ពេលហើយព្រះអង្គមានបន្ទូលមកក្នុងវិញ្ញាណរបស់ខ្ញុំចានិយាយទៅមិនមែនយើងឮសលេងព្រះអង្គផ្ទាល់តែហ្មងទេបងប្អូនគឺព្រះវិញ្ញាណដែលមានបន្ទូលនៅក្នុងវិញ្ញាណរបស់យើងហើយយើងដឹងថាសំឡេងហ្នឹងមិនមែនមកពីអរិយទេគឺមកពីព្រះអញ្ចឹងណាចាអញ្ចឹងតើបងប្អូនដឹងថាវិញ្ញាណនេះមកពីណាវិញ្ញាណនេះមកពីណាទៅយើងស្គាល់ខាងវិញ្ញាណបានយើងអាចដឹងចាអញ្ចឹងព្រះអង្គមានព្រះបន្ទូលមកវិញ្ញាណខ្ញុំថារូបកាយកូនឯងអញ្ចឹងហើយតើអាយុច្រើនទៅវាចាស់អញ្ចឹងហើយកូនចាវាជ្រាវជ្រួញវាផុយទាំងឯងរូបកាយខាងក្រៅហ្នឹងវាអត់មានអីទេកូនវាផុយទាំងឯងប៉ុន្តែកូនឯងកើតជាថ្មីនៅក្នុងព្រះអង្គឥឡូវនេះកូនឯងកំពុងតែឈ្មោះទៅរកភាពពេញវ័យទេមិនតាន់ចាដល់ពេញវ័យទេអញ្ចឹងមានន័យថាខ្ញុំនេះខាងការកើតជាថ្មីនៅក្នុងនគរព្រះនេះខ្ញុំមិនតាន់នឹងពេញវ័យត្រឹមត្រូវផងហ្នឹងចាអញ្ចឹងមានន័យថាខ្ញុំនៅក្មេងដែរខ្ញុំនៅក្មេងដែរអញ្ចឹងបងប្អូនចាហើយដល់ពេលព្រះអង្គមានបន្ទូលមកយើងអញ្ចឹងនៅក្នុងវិញ្ញាណរបស់យើងអញ្ចឹងយើងសន្តិភាពបងប្អូនសន្តិភាពយើងលែងខ្វល់លែងខ្វាយពីសាច់ឈាមរបស់យើងជ្រួញមិនជ្រួញចាចាស់មិនចាស់យើងលែងខ្វល់ហើយចាអញ្ចឹងនេះគឺជាសម្លេងមកពីព្រះបងប្អូនដែលធ្វើឲ្យបងប្អូនមានសន្តិភាពចាតែបើសម្លេងមកពីអរិយអញចាស់មែនអូឡើងជ្រួញចាអាហ្នឹងគឺអរិយអីបងប្អូនអរិយចាហើយចាប់ផ្ដើមសម្លឹងព្រៀបទៅគេអូយគេក្មេងជាងអញអូគេអាយុស្មើអញដែរគេក្មេងជាងអញអាហ្នឹងអរិយចាប់ផ្ដើមបង្អាប់ខ្លួនឯងអាហ្នឹងអរិយចាក៏ប៉ុន្តែសម្លេងមកពីព្រះកូនឯងមែនកូនឯងជ្រាវជ្រួញមែនដោយសារកូនឯងអាយុច្រើនហើយចាហើយនឹងហើយវាជីវិតខាងសាច់ឈាមហ្នឹងវាអញ្ចឹងឯងវាពុកផុយចឹងឯងចាក៏ប៉ុន្តែកូនឯងកំពុងតែកើតជាថ្មីហើយការកើតរបស់កូនឯងហ្នឹងគឺមិនទាន់ពេញវ័យទេកំពុងតែឈ្មោះទៅក្នុងចាដំណើរជីវិតដែលពេញវ័យនឹងឯងពេញវ័យចាពេញវ័យខាងឯសេចក្តីជំនឿបងប្អូនចាអេមែនអញ្ចឹងនៅពេលដែលយើងមកជឿព្រះយេស៊ូវបងប្អូនយើងនៅពេលដែលយើងថ្វាយខ្លួនទៅព្រះអង្គមកជឿព្រះអង្គគឺយើងកំពុងតែកើតជាថ្មីនៅក្នុងនគរព្រះចាអ្នកខ្លះទៅគាត់ចូលថ្មីអញ្ចឹងគឺគាត់គ្រាន់តែជា baby ទេទោះជាគាត់អាយុចាស់នៅលើលោកីយ៍នេះអាយុច្រើនអាយុ80 70អីក៏ដោយប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមមកជឿព្រះយេស៊ូវគឺគាត់កើតជាថ្មីគឺគាត់កំពុងតែ baby កើតនៅក្នុងចានគរព្រះទេអញ្ចឹងចាហើយម្នាក់ខ្ញុំនេះគឺខ្ញុំចិត្តពេញវ័យព្រះអង្គប្រាប់ខ្ញុំចឹងនៅក្នុងវិញ្ញាណចាអត់តន់ពេញវ័យទេបងប្អូនចាកំពុងតែឈ្មោះដើរឈ្មោះទៅក្នុងចាភាពពេញវ័យអញ្ចឹងចាអញ្ចឹងយើងនៅក្មេងទេយើងមិនតន់ដល់ពេញវ័យទេអីមែនអញ្ចឹងក្មេងដែរក្មេងដែរអរគុណព្រះអង្គចាអញ្
ចាអញ្ចឹងព្រះអង្គគឺជួយសង្គ្រោះមនុស្សឲ្យរួចពីអំពើបាបហើយព្រះអង្គមកមិនបានមកលើកទី1មិនបានកាត់ទោសមនុស្សទេព្រះអង្គមកជួយសង្គ្រោះមនុស្សហើយមកប្រាប់គេឲ្យរស់នៅទៅតាមព្រះបន្ទូលព្រះអង្គចាដើម្បីកុំឲ្យគេធ្វើបាបបន្តទៀតចាព្រះអង្គមកនេះមិនមែនកាត់ទោសទេព្រោះអីជាមិនមែនជាពេលវេលារបស់ព្រះអង្គទេបងប្អូនមិនមែនជាពេលវេលារបស់ព្រះអង្គទេការដែលព្រះអង្គកាត់ទោសជំនុំជម្រះគឺនៅមានពេលមួយដែលព្រះអង្គត្រូវជំនុំជម្រះគឺគ្រាចុងក្រោយនឹងឯងហើយពេលវេលាដែលព្រះអង្គមកចិត្តយើងមកជំនុំជម្រះហ្នឹងចិត្តដល់ហើយចាចិត្តដល់ហើយអញ្ចឹងណាចាអញ្ចឹងមិនតាន់ដល់ពេលព្រះអង្គជំនុំជម្រះចាំមកជឿព្រះយេស៊ូវឲ្យតាន់ពេលតាន់វេលាចាឲ្យតាន់ពេលតាន់វេលាអញ្ចឹងឲ្យតបងប្អូនចូលមករកព្រះអង្គទោះបងប្អូនធ្លាប់មានប្រវត្តិអាក្រក់យ៉ាងណាក៏ដោយចាក៏បងប្អូនអាចរួចចាពីចាទេសកលនៃអំពើបាបដែរចាអញ្ចឹងហើយបានជាអ្នកនៅក្នុងគុកអ្នកនៅក្នុងអីគេអាចជឿព្រះយេស៊ូវបានទោះជាគេជាប់គុកអស់មួយជីវិតចាក៏ប៉ុន្តែគេមានសង្ឃឹមមួយគឺជាជីវិតពិតប្រាកដនៅឯនគរឋានសួគ៌បងប្អូនអញ្ចឹងគេចានៅតែមានសង្ឃឹមគេនៅតែមានសង្ឃឹមឃើញទេចាមែនការដែលយើងប្រព្រឹត្តនៅលើផែនដីនេះបើយើងធ្វើបាបយើងលួចគេយើងប្លន់គេអាហ្នឹងវាខាងផែនដីនេះវាមានច្បាប់មានអីគេនឹងចាប់យើងអញ្ចឹងការដែលព្រះអង្គមកជួយដោះយើងមិនមែនដោះយើងការដែលយើងទៅធ្វើជាចោលប្លន់ហើយចាព្រះអង្គដោះយើងឲ្យរួចពីទោសទាំងអស់ហ្នឹងណាបងប្អូនអត់ទេគឺព្រះអង្គដោះខាងឯងពលឹងវិញ្ញាណរបស់យើងអញ្ចឹងនៅពេលដែលយើងសុំការអត់ទោសពីព្រះអង្គចាព្រះអង្គអត់ទោសឲ្យយើងចាក៏ប៉ុន្តែខាងលោកីនេះដែលគេច្បាប់គេចាប់យើងយកទៅដាក់គុកគឺនៅតែដាក់ជាប់គុកយ៉ាងហ្នឹងចាអញ្ចឹងណាចាចឹងបងប្អូនខ្លះគាត់ច្រឡំថាអូជឿព្រះយេស៊ូវតែយើងជាប់គុកហើយព្រះអង្គជួយយើងឲ្យដោះពីគុកវិញណាចាអត់ទេចាអត់ទេចាចឹងបើយើងធ្វើទោសយើងទៅលួចប្លន់គេអានឹងយើងជាប់គុកខាងសាច់ឈាមក៏ប៉ុន្តែពលឹងវិញ្ញាណរបស់យើងគឺអត់ជាប់គុកទេគឺព្រះអង្គបានរំដោះយើងហើយបងប្អូនណាចាអញ្ចឹងនៅពេលដែលបងប្អូនស្លាប់ចេញពីផែនដីហ្នឹងទៅបើនិយាយរឿងខាងគ្រីស្ទៀនគឺហៅថាដេកលក់ចានៅពេលដែលបងប្អូនចេញពីផែនដីហ្នឹងទៅសម្បកកាយបងប្អូនចានឹងទៅជាធូលីដីក៏ប៉ុន្តែពលឹងវិញ្ញាណយើងគឺនឹងចាទៅនគរឋានសួគ៌ចាព្រះអង្គនឹងយកយើងទៅនគរឋានសួគ៌ចាអញ្ចឹងគឺបែបហ្នឹងឯងអញ្ចឹងគឺព្រះអង្គមកជួយសង្គ្រោះខាងឯពលឹងវិញ្ញាណចាព្រោះឯព្រះអង្គគឺជាវិញ្ញាណមែនចាអញ្ចឹងនៅពេលមួយបងប្អូនមនុស្សគឺរស់នៅដោយពលឹងវិញ្ញាណនឹងឯងចារបៀបថាផែនដីនេះព្រះអង្គនឹងបំបត្តិចោលហើយព្រះអង្គនឹងមានជាជីវិតខាងឯពលឹងវិញ្ញាណរបៀបថាបង្កើតនគរខាងឯពលឹងវិញ្ញាណរបស់ព្រះអង្គចាហើយនៅពេលនោះគឺរស់នៅបែបជាពលឹងវិញ្ញាណនឹងឯងចាអញ្ចឹងគាត់ថាពេលនោះគឺយើងព្រះអង្គយ៉ាងម៉េចយើងមិនដឹងទេណាក៏គាត់ថាព្រះអង្គធ្វើយ៉ាងម៉េចយើងមិនដឹងទេគឺជាការងាររបស់ព្រះអង្គឯងគាត់ថាប៉ិនគាត់ថាអាជីវិតខាងសាច់ឈាមនេះចាព្រះអង្គនឹងបំផ្លាញចោលការរស់នៅក្នុងអំពើបាបហ្នឹងព្រះអង្គបំផ្លាញចោលអញ្ចឹងបងប្អូនចានៅក្នុងខ12ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេម្ដងទៀតថាខ្ញុំជាពន្លឺលោកីអ្នកណាដែលតាមខ្ញុំនោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយគឺនឹងមានពន្លឺនៃជីវិតវិញចាអញ្ចឹងព្រះយេស៊ូវគឺជាពន្លឺរបស់លោកីចាអញ្ចឹងតែយើងដើរទៅតាមព្រះអង្គគឺយើងអត់វង្វេងទៅតាមលោកីទេបងប្អូនពួកអីព្រះអង្គបំភ្លឺយើងចាដូចយើងច្រវាច់ពិលមួយអញ្ចឹងចាពេលងងឹតណាយើងច្រវាច់ពិលមើលចឹងយើងច្រវាច់ពិលមើលទៅតាមផ្លូវគឺផ្លូវហ្នឹងមើលឃើញយើងអាចមើលឃើញចាយើងអត់អាចទៅដើរបុកតុកបុកទូណាទៀតទេអញ្ចឹងណាចាអញ្ចឹងព្រះយេស៊ូវគឺជាពន្លឺចាដូចយើងកាន់ពិលមួយដើរនៅក្នុងទីងងឹតចឹងអញ្ចឹងលោកីរាល់ថ្ងៃគឺជាទីងងឹតចាអញ្ចឹងនៅពេលដែលយើងដើរតាមព្រះយេស៊ូវព្រះអង្គនឹងឯងដែលជាពន្លឺបំភ្លឺយើងចានៅពេលដែលផ្លូវមួយដែលទៅអំពើបាបព្រះអង្គប្រាប់យើងកូនណាកុំទៅផ្លូវហ្នឹងអត់ត្រូវទេកូនចាបើយើងចង់គិតគំនិតអវិជ្ជមានអ្វីមួយព្រះអង្គដាស់តឿនក្នុងវិញ្ញាណយើងកូនកុំគិតអញ្ចឹងចាហើយព្រះអង្គនេះឯងគឺជាពន្លឺបងប្អូនអញ្ចឹងនៅពេលដែលយើងដើរទៅតាមព្រះអង្គយើងអត់អាចបង្វែងទៅតាមលោកីបាននោះទេអេមែនចាអញ្ចឹងចូលឲ្យបងប្អូនទាំងអស់គ្នាដើរនៅក្នុងពន្លឺរបស់ព្រះយេស៊ូវចាកុំដើរក្នុងទីងងឹតទៀតបងប្អូន
มารอព្រះយេស៊ូវមកព្រះអង្គនឹងបំភ្លឺបងប្អូនឲ្យបានស្គាល់សេចក្តីពិតនៅពេលដែលបងប្អូនភ្លក់ព្រះអង្គបានបងប្អូនថឹងថាអូអស្ចារ្យណាស់បងប្អូនអស្ចារ្យណាស់ព្រះយេស៊ូវចាដូចខ្ញុំចឹងខ្ញុំធ្លាប់តែដើរក្នុងទីងងឹតណាហើយដល់ពេលខ្ញុំមកស្គាល់ព្រះអង្គបានខ្ញុំនឹងថាអូចាជីវិតខ្ញុំពីមុនខ្ញុំដើរក្នុងទីងងឹតចាហើយខ្ញុំវាហួសចិត្តខ្លួនឯងហេតុអីបានខ្ញុំទៅរួចហេតុអីបានខ្ញុំធ្វើរឿងទាំងអស់ទៅនឹងកើតខ្ញុំអត់យល់ចាចឹងបានថាយើងដែលនៅក្នុងទីងងឹតថាយើងនៅតែងងឹតនឹងឯងនៅក្នុងងងឹតនឹងឯងយើងអត់យល់ថាអូទីពន្លឺរបស់ព្រះអង្គចាសេចក្តីល្អរបស់ព្រះអង្គយ៉ាងម៉េចយើងអត់ដឹងទេបងប្អូនប៉ុន្តែនៅពេលដែលយើងចូលមកក្នុងព្រះអង្គដើរតាមព្រះអង្គបានយើងមើលឃើញពីអតីតកាលរបស់យើងថាអូខ្ញុំអត់នឹកស្មានថាហេតុអីបានខ្ញុំទៅធ្វើរឿងទាំងអស់នឹងកើតខ្ញុំអត់យល់ចាចឹងគឺព្រះអង្គចាប់ផ្ដើមបំភ្លឺយើងបងប្អូនហើយដល់ពេលឥឡូវគឺព្រះអង្គដឹកនាំផ្លូវយើងដើរទៅដោយចាមើលឃើញចាមើលឃើញអញ្ចឹងដូចខ្ញុំដូចយើងមើលឃើញអ្នកដែលលោកីដែលគេអត់ស្គាល់ព្រះអង្គគេដើររបៀបថានៅក្នុងទីងងឹតណានៅពេលដែលយើងមើលឃើញទៅរបៀបថាភ្នែកយើងវាដូចឃើញគេដូចស្រាតអាណោបងប្អូនហើយព្រះអង្គដែលជាពន្លឺមើលឃើញយើងទាំងអស់គ្នាក៏ស្រាតអាណោដែរអញ្ចឹងគឺបែបហ្នឹងអញ្ចឹងនៅពេលដែលយើងមានពន្លឺព្រះអង្គនៅក្នុងយើងមើលឃើញពួកគាត់ដែលកំពុងតែប្រព្រឹត្តនៅក្នុងលោកីដែលជាទីសេចក្តីងងឹតយើងមើលទៅដូចស្រាតអាណោចាហើយយើងមានតែការអាណិតហើយអធិដ្ឋានសម្រាប់ពួកគាត់ដើម្បីគាត់បានមកដើរក្នុងទីពន្លឺវិញចាអន្តថាអ្នកដែលគេដើរក្នុងទីពន្លឺបងប្អូនគេឮសេចក្តីពិតគេឮពីសេចក្តីអត់ដាក់ច្រឡំបងប្អូនអ្នកដែលគេដើរនៅក្នុងទីងងឹតណានៅពេលដែលគេឃើញពីសេចក្តីពន្លឺគេឃើញពីសេចក្តីពិតរបស់ព្រះអង្គគេអត់ចង់ទទួលយកទេចាចង់ទទួលយកទេខ្ញុំនិយាយរឿងហ្នឹងខ្ញុំនឹកឃើញពីរឿងថាំងជេងរឿងអ៊ូខុងទៀតណាចារឿងអ៊ូខុងទៀតណាចាខ្ញុំនឹកឃើញកាលខ្ញុំនៅទីតូចខ្ញុំដើរមើលរឿងថាំងជេងបងប្អូនលុយទឹកលុយផុកតាទៅមើលរឿងថាំងជេងហ្នឹងឯងចាហើយมันមានឈុតមួយมันថាំងជេងហ្នឹងมันត្រូវមានព្រាយបិសាចុះវាបន្លំខ្លួនធ្វើជាយាយចាស់បងប្អូនធ្លាប់មើលទេចាបងប្អូនធ្លាប់មើលបងប្អូនដឹងចាធ្វើជាយាយចាស់ហើយគេបន្លំខ្លួនបិសាចហ្នឹងវាចង់មកស៊ីសាច់ហត់ឈាមថាំងជ័យនឹងឯងដើម្បីឲ្យគេបានជីវិតអមតៈចាហើយចាគេបន្លំខ្លួនធ្វើជាយាយចាស់នៅក្នុងផ្ទះខ្ទមមួយយ៉ាងកំសត់ចឹងទៅចាហើយថាំងជេងហើយអ៊ូខុងហ្នឹងចូលទៅហើយដល់ពេលអញ្ចឹងថាំងជេងហ្នឹងហើយគាត់ជាអ្នកធំសុំសិលសុំទានអីចឹងចាសុំធរអីហ្នឹងចាឃើញស្ត្រីហ្នឹងហើយថាំងជេងហ្នឹងអត់មានផ្នែកខាងវិញ្ញាណទេអត់ចេះមើលទេអញ្ចឹងនៅពេលឃើញយាយចាស់ហ្នឹងចឹងទៅក៏អាណិតហើយអ៊ូខុងចាអ៊ូខុងគាត់មានផ្នែកខាងវិញ្ញាណអញ្ចឹងហ៎បងប្អូនចាហើយអញ្ចឹងគាត់ឃើញយាយចាស់ហ្នឹងចាមិនមែនជាយាយចាស់ពិតប្រាកដទេគឺជាបិសាចទេហើយដល់ពេលអញ្ចឹងគាត់ចង់សម្លាប់យាយចាស់ហ្នឹងឯងចាហើយថាំងជេងគាត់ថាំងជេងគេអត់ដឹងចាក៏ខឹងអ៊ូខុងចាអ៊ូខុងសូត្រមុនសូត្រអីទៅឲ្យអ៊ូខុងឈឺក្បាលឈឺអីចឹងទៅចាអញ្ចឹងរបៀបអញ្ចឹងចាហើយអ៊ូខុងហ្នឹងណាដែលគេមានផ្នែកខាងវិញ្ញាណគេមិនមើលឃើញពីល្បិចកលរបស់ចាបិសាចហ្នឹងចាហើយដល់ពេលចង់ប្រាប់ថាំងជេងនោះគាត់ថាំងជេងហ្នឹងមិនយល់មិនដឹងថាអ៊ូខុងតឹងទ្រូងប៉ុណ្ណាទេបងប្អូនចាយើងរាល់ថ្ងៃអញ្ចឹងហើយវារបៀបអញ្ចឹងចាដូចព្រះអង្គអញ្ចឹងព្រះអង្គចង់ប្រាប់យើងចង់ប្រាប់មនុស្សថានៅការដើរទៅក្នុងលោកីហ្នឹងគឺសិតតែចាគឺសិតតែជាបិសាចតែវាបន្លំខ្លួនទៅជាយាយចាស់នឹងឯងចាអញ្ចឹងគឺធ្វើបន្លំខ្លួនដូចជាទៅជាអាណិតទៅជាចូលចិត្តអីចឹងដែរចាអញ្ចឹងគឺលោកីបែបហ្នឹងឯងអរិយសតាំងវាបន្លំធ្វើបែបហ្នឹងឯងបងប្អូនចាអញ្ចឹងរាល់ថ្ងៃគឺយើងមើលទៅមនុស្សដែលគេកំពុងតែធ្វើការរាល់ថ្ងៃនេះចាគេកំពុងតែលងលក់ទៅតាមការបំពេរបស់អរិយសតាំងចានៅតែអូយរស់ប៉ុណ្ណឹងបានអូយប៉ុណ្ណឹងអូយស្កប់ស្កល់អូសវាយនឹងជាមួយនឹងទ្រព្យសម្បត្តិអូចង់បានហើយចង់បានទៀតអូមានផ្ទះមួយហើយចាចង់បានមួយទៀតចាអាហ្នឹងគេរស់នៅដេញតាមអាការទាំងអស់ហ្នឹងហើយអាការទាំងអស់ហ្នឹងវាបានអីគេបងប្អូនមានតែការពុកផុយវាអត់បានអីទេចា
គេដេញតាមលោកីគេគិតតែពីរឿងឡានរឿងលុយគេស្រឡាញ់លុយគេស្រឡាញ់ឡានគេស្រឡាញ់ទ្រព្យសម្បត្តិគេស្រឡាញ់អ្វីដែលនៅលើផែនដីនេះក៏ប៉ុន្តែជីវិតថ្មីដែលគេចានឹងទៅនេះគេអត់ព្រមរកទេបងប្អូនសួរថាគេបានជីវិតយ៉ាងម៉េចចាគេអត់បានជីវិតទេបើគេអត់ព្រមរកហ្នឹងគេរកតែអាជីវិតនៅលើផែនដីនេះដែលជាជីវិតពុកផុយហ្នឹងចាអញ្ចឹងហើយបានជាព្រះអង្គមកធ្វើជាពន្លឺបំភ្លឺដល់គេថាណែបើអ្នកទៅរកខាងលោកីហ្នឹងវាអត់បានអីទេវាបានតែអាជីវិតពុកផុយវាអត់បានអីទេវាដីតទេទេវាបាបតទេពលឹងអ្នកឯងទៅធ្លាក់ទៅក្នុងបឹងភ្លើងតែបើអ្នកឯងមកខាងខ្ញុំអ្នកខ្ញុំធ្វើជាពន្លឺសម្រាប់អ្នកឯងចាអញ្ចឹងដើរមកតាមខ្ញុំមកខ្ញុំនឹងបំភ្លឺអ្នកឯងឲ្យអ្នកឯងដើរទៅក្នុងសេចក្តីពិតហើយអ្នកឯងនឹងបានជីវិតថ្មីចាគឺជានគរឋានសួគ៌នឹងឯងចាអេមែនចាអញ្ចឹងយើងទាំងអស់គ្នាដែលមកជឿព្រះអង្គគឺព្រះអង្គបានបំភ្លឺយើងចាបំភ្លឺយើងឲ្យស្គាល់សេចក្តីពិតនឹងឯងបងប្អូនចាអញ្ចឹងហើយបានព្រះអង្គថាព្រះអង្គជាពន្លឺចាអញ្ចឹងនៅពេលដែលយើងដើរនៅក្នុងព្រះអង្គបានយើងដឹងបងប្អូនភ្លក់បានដឹងថាព្រះអង្គគឺជាពន្លឺបង្ហាញឲ្យយើងឃើញចាដឹកនាំផ្លូវយើងអេមែនចាយើងបន្តទៀតបងប្អូនខ្ញុំមើលម៉ោងសិន10ម៉ោងនៅ55ថ្ងៃនេះប្រហែលជាអត់ចប់ទេបងប្អូនអើយព្រោះមានខច្រើនណាចាដល់60ជាងចាអញ្ចឹងខ្ញុំអានបានប៉ុណ្ណាណាបងប្អូនចាហើយចាំស្អែកយើងបន្តទៀតអេមែនអរគុណព្រះអង្គចានៅក្នុងខ13នោះពួកផារីស៊ីថាអ្នកធ្វើបន្ទាល់ពីខ្លួនអ្នកដូច្នេះសេចក្តីបន្ទាល់របស់អ្នកមិនពិតទេព្រះយេស៊ូវមានបន្ទូលឆ្លើយថាទោះបើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំគង់តែសេចក្តីបន្ទាល់នោះក៏ពិតដែរព្រោះខ្ញុំដឹងជាខ្ញុំមកពីណាហើយទៅឯណាផងតែអ្នករាល់គ្នាមិនដឹងថាខ្ញុំមកពីណាឬទៅឯណាទេចាអញ្ចឹងព្រះអង្គធ្វើបន្ទាល់ពីខ្លួនឯងពួកអីព្រះអង្គដឹងថាព្រះអង្គមកពីព្រះចាហើយព្រះអង្គត្រូវត្រឡប់ទៅព្រះវិញអេមែនចាអញ្ចឹងគឺព្រះអង្គធ្វើបន្ទាល់ថាព្រះអង្គជាពន្លឺបំភ្លឺលោកីចាហើយពួកផារីស៊ីគេថាព្រះអង្គនឹងចាធ្វើបន្ទាល់ខ្លួនឯងចេញចុះចឹងទៅចាព្រះអង្គធ្វើបន្ទាល់ខ្លួនឯងពួកអីព្រះអង្គគឺជាសេចក្តីពិតបើព្រះអង្គមកពីនគរឋានសួគ៌មែនឲ្យព្រះអង្គទៅធ្វើបន្ទាល់ថាខ្ញុំមកពីខាងក្រោមមិនចាយើងមានតែព្រះអង្គកុហកហើយបើព្រះអង្គឃើញព្រះបិតាដែលជាព្រះដែលគេគោរពនឹងមែនហើយបើព្រះអង្គប្រាប់ថាខ្ញុំអត់ឃើញផងមិនព្រះអង្គកុហកចាអញ្ចឹងព្រះអង្គបន្ទាល់របស់ព្រះអង្គគឺជាសេចក្តីពិតចាអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំមកពីខាងកំពង់ធាឈ្មោះខ្ញុំឈ្មោះលីអេងហើយបើខ្ញុំកុហកថាខ្ញុំមិនមែនឈ្មោះនឹងទេហើយខ្ញុំក៏មិនមែនមកពីកំពង់ធាដែរចាសួរថាខ្ញុំមិនកុហកមិនកុហកបាត់ហើយអញ្ចឹងហើយយាយខ្ញុំឈ្មោះយាយប៉ាងចាប៉ាខ្ញុំឈ្មោះប៉ាច័ន្ទណានចាយខ្ញុំឈ្មោះចាយនេះចាយនោះហើយបើខ្ញុំថាអូគាត់មិនមែនចាយខ្ញុំគាត់មានប៉ាខ្ញុំគាត់មិនមែនឪពុកខ្ញុំទេអាហ្នឹងយើងកុហកបាត់ហ៎ចាអញ្ចឹងខ្ញុំធ្វើទីបន្ទាល់អ្វីដែលជាសេចក្តីពិតបើខ្ញុំមកពីហ្នឹងមែនហើយព្រះយេស៊ូវក៏អញ្ចឹងដែរព្រះអង្គមកពីនគរឋានសួគ៌ព្រះអង្គមកពីព្រះបិតាព្រះអង្គឃើញព្រះបិតាជាព្រះដែលគេគោរពហ្នឹងព្រះអង្គឃើញហ្នឹងឯងបានព្រះអង្គមកធ្វើទីបន្ទាល់ហ្នឹងហើយបើព្រះអង្គប្រាប់ថាខ្ញុំអត់ឃើញផងព្រះអង្គមិនកុហកបាត់ហើយចាហើយពួកអាចារ្យផារីស៊ីគេអត់យល់ទេបងប្អូនអត់យល់ទេអត់ស្គាល់ព្រះយេស៊ូវមកពីណាហើយក៏មិនស្គាល់ព្រះដែលគេគោរពមកពីណាដែររាល់ថ្ងៃមនុស្សខាងសាសនាបងប្អូនគេគោរពព្រះតែគេអត់ស្គាល់ព្រះគេទេចាដូចអ្នកជឿខាងព្រះពុទ្ធចឹងជឿយកតែព្រះពុទ្ធដាក់នៅមុខទេតែអត់ស្គាល់ព្រះពុទ្ធនឹងអាម៉េចទេចាព្រះពុទ្ធនិយាយប្រាប់ឲ្យគេទៅរកសុព្រះសង្គ្រោះគេមិនទៅរកផងចាសួរថាគេជឿយ៉ាងម៉េចបើគេមិនស្គាល់ព្រះគេផងហ្នឹងហើយពួកអាចារ្យផារីស៊ីអញ្ចឹងជឿប្របោបិតាចាតែគេមិនស្គាល់ប្របោបិតាទេហើយគេជឿគេមិនដឹងជឿខាងអីទេឪពុករបស់គេជាអរិយសតាំងនឹងឯងដូចជំនឿសាសនារាល់ថ្ងៃសួរថាគេស្គាល់ព្រះគេទេអត់ស្គាល់ទេអ្នកខ្លះជឿព្រះអូព្រះនឹងដូចខាងអ៊ីស្លាមអីជឿទៅបានជឿធ្វើនេះធ្វើនោះទៅអូនឹងព្រះគេនឹងឲ្យប្រពន្ធ9ប្រពន្ធ10អីចឹងទៅ
ហើយគេជឿទៅព្រះគេចាមិនដឹងថាព្រះគេនឹងជាស្អីទេគេជឿហើយដូចអ្នកខាងជឿខាងពុទ្ធសាសនាហ្នឹងសួរថាស្គាល់ពុទ្ធអត់ស្គាល់សោះព្រះពុទ្ធប្រាប់ឲ្យមុននឹងពុទ្ធសកុតព្រះអង្គប្រាប់ថាឲ្យទៅរកព្រះសង្គ្រោះសួរថាគេតាមព្រះពុទ្ធអត់គេអត់តាមទេបងប្អូនគេអត់ស្គាល់ព្រះពុទ្ធទេចាហើយកុំគិតថាអូយអ្នកសិលទៀនសិលអីគេស្គាល់អត់ស្គាល់ទេអត់ស្គាល់ព្រះគេពិតប្រាកដទេចាពួកអាចារ្យផារស៊ីក៏អញ្ចឹងដែរគេអត់ស្គាល់ព្រះគេពិតប្រាកដទេចាគេគ្រាន់តែយកសាសនាយកជំនឿនឹងមកដាក់នៅមុខដើម្បីលៀបសក្ការៈចាក្បាលពូកប៉ោងអញ្ចឹងទៅចាគេអត់យល់ទេគេអត់ស្គាល់ព្រះពិតទេចាអ្នកជឿព្រះយេស៊ូវសពថ្ងៃក៏ដោយចាជឿប៉ុន្តែអត់ស្គាល់ព្រះយេស៊ូវទេអត់ស្គាល់ទេហើយបើបងប្អូនចង់ស្គាល់ព្រះយេស៊ូវអានព្រះបន្ទូលព្រះអង្គអានព្រះបន្ទូលចាបងប្អូននឹងស្គាល់ព្រះអង្គមែនយើងមិនអាចស្គាល់ព្រះអង្គ100ដល់កម្រិត100ទេបងប្អូនក៏ប៉ុន្តែយើងស្គាល់ព្រះអង្គមកអាចសង្គ្រោះបានយើងអាចសង្គ្រោះបានយើងអាចមិនវង្វេងចាហើយនឹងមានគ្រីស្ទានជាច្រើនបងប្អូននឹងវង្វេងទៅតាមអរិយសតាំងអង្គទីគ្រឹះនឹងមានគ្រីស្ទានជាច្រើនបងប្អូននឹងវង្វេងទៅតាមអង្គទីគ្រឹះដោយសារអីគេអត់ស្គាល់ព្រះយេស៊ូវនៅពេលដែលអង្គទីគ្រឹះមកអូអង្គទីគ្រឹះនៅពេលដែលគេមកថាអូខ្ញុំជាព្រះយេស៊ូវចាចិនស្រីចិនយ៉ាងទៅអូគេជឿសទៅតាមអូខ្ញុំអាងខាងសាំងហុងព្រះយេស៊ូវដែរអូសទៅអាងសាំងហុងអេលៀនមកអូទៅអេលៀនចាំមើលបងប្អូនទៅច្រើនណាស់ចាច្រើនណាស់ចាច្រើនមែនតែនហើយកុំលេងសើចឲ្យសោះបងប្អូនកុំគិតថាអូខ្ញុំជឿព្រះយេស៊ូវអើយខ្ញុំចង់ធ្វើអីក៏បានខ្ញុំលេងសើចព្រះអង្គដឹងតែសង្គ្រោះខ្ញុំចាដឹងតែសង្គ្រោះប៉ុន្តែខ្លាចបងប្អូននេះខ្លួនឯងនេះខាញ់លោបងប្អូនហែកប៉ាសពតសង្គ្រោះនឹងចោលចាទៅជឿខាងណូព្រះផ្សេងខាងអេលៀនអីចាចឹងហើយសូមឲ្យបានខ្ជាប់ខ្ជួនជាមួយនឹងព្រះអង្គមានតំណែងជាមួយព្រះអង្គឲ្យមែនតែនបងប្អូនកុំលេងសើចឲ្យសោះជីវិតបងប្អូនមានតែមួយទេនៅលើផែនដីនេះបងប្អូនស្លាប់ទៅចាជាប់ការជំនុំជម្រះឬមួយក៏ទៅនគរឋានសួគ៌ចាតែប៉ុណ្្នឹងឯងចាអញ្ចឹងហើយសូមឲ្យម៉ត់ចត់ជាមួយនឹងព្រលឹងវិញ្ញាណខ្លួនឯងឲ្យមែនតែនចាខ្ញុំដាស់តឿននេះដាស់តឿនទាំងខ្ញុំដែរចាអញ្ចឹងបើថាជ្រុលទៅជឿព្រះយេស៊ូវថាបានចង់បានសង្គ្រោះហើយសូមជឿឲ្យបានខំប្រឹងស្វែងរកព្រះអង្គឲ្យស្គាល់ព្រះអង្គមានតំណែងជាមួយព្រះអង្គចាជឿមានតំណែងជាមួយព្រះអង្គបងប្អូនកុំជឿចាតាមតមាត់គេខ្ញុំដឹងថាគ្រូកង្វាលអ្នកជំវិញខ្លួនយើងគាត់ជួយយើងហើយក៏ប៉ុន្តែយើងខ្លួនឯងនេះយើងត្រូវតែឲ្យស្គាល់ចាព្រះអង្គដែរមានតំណែងជាមួយព្រះអង្គដែរមួយថ្ងៃបងប្អូនធ្វើអីគេចាតាក់តងព្រះអង្គទៅកុំរវល់តាក់តងជាមួយនឹងលោកីតាក់តងព្រះអង្គចាខំប្រឹងឲ្យស្គាល់ព្រះពួកអីគ្រាចុងក្រោយនេះបងប្អូននឹងមានការភូតផលច្រើនណាស់អត់មានសេចក្តីពិតទេសេចក្តីពិតនឹងបងប្អូនពិបាករកណាស់ចាហើយព្រះបន្ទូលព្រះអង្គបន្តិចទៀតបងប្អូននឹងកាន់តែបាត់ទៅចាអរិយសតាំងវានឹងបំផ្លាញហើយព្រះអង្គក៏មានបន្ទូលដែរថានៅគ្រាចុងក្រោយនឹងអំណត់ខាងឯព្រះបន្ទូលចាអំណត់ខាងឯព្រះបន្ទូលចាអញ្ចឹងចាខំប្រឹងឲ្យហើយតាន់នៅមានឱកាសនៅក្នុងពេលនេះចាអត់តាន់ផុតពេលទេបងប្អូនខំប្រឹងទៅចាទោះជាយ៉ាងណាទោះយើងមិនចេះព្រះបន្ទូលព្រះអង្គណាព្រះបន្ទូលព្រះអង្គយើងមិនចេះទាំងអស់ទេបងប្អូនតែថាមិនអាចថាអូព្រះយេស៊ូវដឹងថាអូព្រះអង្គជាព្រះរបស់ខ្ញុំពិតប្រាកដកុំឲ្យយើងវង្វេងទៅតាមលោកីចាពួកអីនឹងគេមានគេបោកច្រើនណាស់បងប្អូនមានគេបោកច្រើនចាអេមែនចាអញ្ចឹងឲ្យយើងបានមានតំណែងជាមួយព្រះអង្គអញ្ចឹងនៅពេលដែលបងប្អូនមានតំណែងជាមួយព្រះអង្គនឹងឯងព្រះវិញ្ញាណបរិសុទ្ធដែលនៅក្នុងយើងនឹងឯងដែលព្រះអង្គដឹកនាំផ្លូវយើងឲ្យដើរទៅក្នុងសេចក្តីពិតបងប្អូនចាអញ្ចឹងគឺព្រះអង្គចាំទៅជួយយើងទេណាស់តែយើងមិនចង់នឹងឯងខ្ជិលនឹងឯងជួយចិត្តខាងលោកីនឹងឯងបានព្រះអង្គធ្វើការវាមិនកើតទេចាពួកអីខាងសាច់ឈាម
ហើយនឹងព្រះវិញ្ញាណបរិសុទ្ធទាស់ទៅទាំងគ្នាបងប្អូនអត់អាចនៅជាមួយគ្នាបានទេបើសិនជាយើងគិតតែពីរឿងសាច់ឈាមគិតតែពីរឿងសុបាយនៅលើលោកីយ៍នេះព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងជីវិតយើងអត់កើតទេបងប្អូនហើយយើងវង្វេងហើយបើសិនជានៅតែធ្វើបែបហ្នឹងទៀតអញ្ចឹងសូមឲ្យដឹងខ្លួនឡើងភ្ញាក់ឡើងបងប្អូនអរគ្នាចាពេលវេលាចិត្តអស់ហើយព្រះអង្គចិត្តយើងមកហើយអេមែនចាអញ្ចឹងបើសិនជាស្រឡាញ់ព្រលឹងវិញ្ញាណខ្លួនឯងចាសូមឲ្យយើងកែប្រែជាថ្មីចាហើយសម្រាប់បងប្អូនដែលអត់ទាន់ជឿព្រះយេស៊ូវចាប់ផ្ដើមមករកព្រះអង្គចាប់ផ្ដើមមកបងប្អូនមករកទីពន្លឺដើម្បីព្រះអង្គបានបំភ្លឺបងប្អូនកុំឲ្យបងប្អូនរស់នៅក្នុងទីងងឹតទៀតរាល់ថ្ងៃនេះចាខ្ញុំដែលជាមនុស្សនេះក៏ខ្ញុំនេះដែរប៉ុន្តែខ្ញុំអត់អាចធ្វើអីបានទេខ្ញុំបានតែត្រឹមនិយាយចាដូចក្រុមគ្រួសារខ្ញុំបានតែត្រឹមនិយាយនឹងឯងអូលឺដាច់ចុះបងម៉ាក់ពៅចាប្រហែលជាសេវាអត់សូវល្អអរគុណព្រះអង្គសូមព្រះអង្គប្រទានពរបងម៉ាក់ពៅចាអញ្ចឹងខ្ញុំនឹងបន្តតិចទៀតហើយខ្ញុំនឹងបញ្ចប់ចាទាំងពួកអីខ្ញុំដល់មកត្រូវទៅធ្វើការបងប្អូនចារៀបចំបាយទឹកឲ្យកូនទៀតរៀបចំរបៀបយើងខ្ចប់បាយឲ្យគាត់ទៅសាលាឥឡូវនេះម៉ោង7:05នាទីនៅក្នុងប្រទេសកូរ៉េបងប្អូនម៉ោង7:05នាទីពេលព្រឹកចាហើយអរគុណព្រះអង្គចាអញ្ចឹងទូយើងបន្តក៏អត់បានចប់ដែរបងប្អូនព្រោះច្រើនខចាអានមើលខ្ញុំអានបន្តទៀតតើវាដល់ខុសណាចាអរគុណព្រះអង្គចាអញ្ចឹងសូមឲ្យបងប្អូនអរគ្នាផ្លាស់ប្រែចិត្តមករកព្រះអង្គវិញហើយខ្ញុំរាល់ថ្ងៃខ្ញុំនឹងឲ្យយើងក៏មានការពិបាកចិត្តដែរគ្រាន់ថាយើងវាមិនអាចធ្វើអីបានណាបងប្អូនយើងវាមិនអាចធ្វើអីបានមានតែការអធិដ្ឋានហើយធ្វើជាពន្លឺរស់ជាពន្លឺសម្រាប់គាត់ទៅបើគាត់មើលឃើញក៏ឃើញទៅមើលមិនឃើញទៅយើងក៏មិនដឹងថាម៉េចទេបងប្អូនខ្ញុំរងថ្ងៃនេះខ្ញុំនេះដែរប៉ុន្តែបើគាត់មិនឃើញហើយយើងក៏មិនដឹងថាម៉េចគាត់ថាអ្វីដែលយើងជាសេចក្តីជំនឿរបស់យើងគឺយើងជឿថាព្រះអង្គនឹងជួយសង្គ្រោះពួកគាត់ឲ្យបានទៅនគរឋានសួគ៌អញ្ចឹងអានឹងយើងជឿគ្រាន់ថាភ្នែករងថ្ងៃនេះយើងមើលឃើញថាយើងកាន់តែអធិដ្ឋានរបៀបថាការដែលគាត់ប្រព្រឹត្តកាន់តែមើលទៅដូចជាវាលើសជាងមុនណាបងប្អូនដូចវាថាទៅជាលងទៅខាងលោកីកាន់តែខ្លាំងដល់ពេលអញ្ចឹងយើងនៅតែជឿទុកចិត្តព្រះអង្គចឹងចាទោះជាភ្នែកយើងមើលទៅដូចជាគ្មានសង្ឃឹមក៏ប៉ុន្តែព្រះអង្គធ្វើការដោះតាមមួយផ្លេចឯងបងប្អូនអ្វីដែលខ្ញុំជឿខ្ញុំជឿថាគ្រួសាររបស់ខ្ញុំនឹងបានសង្គ្រោះមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតរបស់ព្រះអង្គទាំងអស់ចាពួកអីខ្ញុំមានបទសោតជាមួយព្រះអង្គដែលខ្ញុំដើរជាមួយព្រះអង្គការដែលយើងទុកចិត្តព្រះអង្គចាគឺព្រះអង្គធ្វើការពិតប្រាកដបងប្អូននៅពេលដែលយើងស្រែកឃ្លានហើយការអធិដ្ឋានរបស់យើងគឺមានអំណាចបច្ចេស្តាណាបងប្អូននៅពេលដែលយើងអធិដ្ឋានចាព្រះអង្គនឹងធ្វើការទោះជាភ្នែកយើងមើលឃើញថាអូយទៅមិនរួចក៏ប៉ុន្តែចលនាខាងឯវិញ្ញាណព្រះអង្គកំពុងតែធ្វើការគាត់ថាមិនទាន់ដល់ពេលអញ្ចឹងបងប្អូនដែលអត់ទាន់បងប្អូនខាងគ្រួសារបងប្អូនអត់ទាន់ជឿព្រះអង្គចានៅតែបន្តអធិដ្ឋានហើយទុកចិត្តព្រះអង្គហើយសំខាន់នេះយើងរស់នៅជាពន្លឺសម្រាប់គេដូចថារស់នៅបំផ្លាស់បំរែខ្លួនឯងសិនចាជាពន្លឺសម្រាប់គេអញ្ចឹងណាបងប្អូនចាមិនមែនអូប្រាប់គាត់មិនជឿបែរទៅជាខឹងស្អប់គាត់អានឹងបាបយើងវិញទេចាហើយវាធ្វើវាបង្ហាញជាការមិនល្អគំរូមិនល្អទៅដល់គាត់ទៀតអញ្ចឹងពួកអីគាត់នៅក្នុងទីងងឹតគាត់អត់ទាន់យល់ពីពន្លឺទេតើតើគាត់ដើរមកក្នុងទីពន្លឺបានគាត់យល់ដូចខ្ញុំនៅទីងងឹតការខ្ញុំនៅក្នុងលោកីនៅពេលដែលគេមកដាស់តឿននិយាយពីព្រះបន្ទូលព្រះទីថាខ្ញុំស្ដាប់យល់ខ្ញុំស្ដាប់យល់ទេស្ដាប់ហើយដាក់អត់ស្ដាប់តែមកនិយាយទៅអត់ស្ដាប់ទេបងប្អូនចាអញ្ចឹងគឺគាត់ដូចជាយើងអញ្ចឹងចាដូចជាយើងពីមុនអញ្ចឹងចាអញ្ចឹងនៅពេលដល់វេលាព្រះអង្គហៅយើងព្រះអង្គដាក់នៅក្នុងចិត្តយើងព្រះអង្គហៅយើងមកយើងស្ដាប់យល់ចាព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងយើងនៅពេលដែលយើងស្ដាប់ព្រះបន្ទូលព្រះអង្គទៅជុំអញ្ចឹងសោះចាយើងចាប់ផ្ដើមភ្លឺឡើងអញ្ចឹងណាបងប្អូនចាអញ្ចឹងសម្រាប់គ្រួសារយើងក៏អញ្ចឹងដែរគាត់វាត្រូវពេលត្រូវវេលារបស់ព្រះអង្គដែរព្រះអង្គចាធ្វើការទៅតាមពេលវេលារបស់ព្រះអង្គចាអញ្ចឹង
ông đo tạm mặc lại chứ bông ổn ông đo tạm mặc lại chứ chà cú sai dương được ban song cú từng học này để cho nên nơi tại bàn to tại than hơi tục chật ông từ bông ổn chả tục chật ông đội nhom dần nhóm cú sai nhóm mình toàn ban chưa từng học tê chà chưa tại về nhóm muối y nhóm mùi chà na cú sai khang ở đây nhóm nít chưa ở hai côn mà nhóm mắt pi nè hay ở đây nhóm chưa ở ấy nơi bông ổn nhóm khang khai cửa toàn chưa tệ chẳng cứ quạt mình toàn đào được không tì phư tệ chẳng dương đại chỉ nè trừ bằng đại dương đào không tì phư dương thôi chỉ phần lừ ai bữa quạt mơ mình toàn khơi tê anh không chăm pe về lia bằng thôi ca tay chẳng là bằng bồn chả miền thành chẳng ảnh học cùng bằng chả hay dương phèp hơi ấy hái anh ấy cứ chia ca để dương gì ấy prap hơi chả tay quạt mình toàn đo pe quạt ấy chẳng là bằng bồn chả hay giống chưa tha bằng nâng thôi cả bằng nâng thôi cả phụ ấy bằng sành phụ quạt chả amen trongព្រះយេស៊ូវគឺជាពន្លឺក្នុងលោកីអ្នកណាដែលដើរតាមទ្រង់គេនឹងមិននៅក្នុងទីងងឹតទៀតទេចាអញ្ចឹងព្រះអង្គគឺជាពន្លឺនៃជីវិតចាពន្លឺនៃជីវិតនៅក្នុងខ13នោះពួកផារីស៊ីថាអ្នកធ្វើបន្ទាល់កន្លែងនេះខ្ញុំអានមួយចៃច្រឡំបងប្អូននៅក្នុងខ15ចាអញ្ចឹងព្រះអង្គធ្វើពីបន្ទាល់ខ្លួនឯងពួកឯងព្រះអង្គដឹងថាព្រះអង្គមកពីណាព្រះអង្គចាត្រូវទៅវិញចាជឿព្រះអង្គធ្វើទីបន្ទាល់ពីខ្លួនឯងនៅក្នុងខ15អ្នករាល់គ្នាជំនុំជម្រះតាមសាច់ឈាមឯខ្ញុំមិនជំនុំជម្រះអ្នកណាទេតែបើខ្ញុំជំនុំជម្រះដែរនោះសេចក្តីជំនុំជម្រះរបស់ខ្ញុំជាពិតវិញពីព្រោះខ្ញុំមិននៅតែឯងទេគឺមានព្រះវរបិតាដែលចាត់ឲ្យខ្ញុំមកទ្រង់គង់នៅជាមួយខ្ញុំជាមួយផងចាអញ្ចឹងមិនមែនព្រះអង្គអត់ជំនុំជម្រះឲ្យបងប្អូនព្រះបន្ទូលនេះប្រាប់យើងឲ្យថាដល់ពេលវេលាព្រះអង្គបានព្រះអង្គជំនុំជម្រះហើយការជំនុំជម្រះរបស់ព្រះអង្គគឺសេចក្តីពិតហើយសុចរិតចាសេចក្តីពិតសុចរិតបងប្អូនចាកុំគិតថាព្រះអង្គអត់ជំនុំជម្រះបងប្អូនព្រះអង្គជំនុំជម្រះក៏ប៉ុន្តែពេលវេលាដែលព្រះអង្គជំនុំជម្រះមិនមែនជាពេលនេះទេហើយយើងដែលជាអ្នកជឿព្រះអង្គចាទុកឲ្យព្រះអង្គធ្វើការទៅទុកឲ្យព្រះអង្គជំនុំជម្រះទៅសេចក្តីជំនុំជម្រះព្រះអង្គបរិសុទ្ធសុចរិតណាស់បងប្អូនយុត្តិធម៌ណាស់ចាហើយដល់ពេលនោះនៅពេលដែលមនុស្សទៅឆោនៅចំពោះព្រះអង្គទាំងអស់គ្នាគ្មានអ្នកណាទាស់ជាមួយព្រះអង្គថាអូយព្រះយេស៊ូវអញធ្វើអញ្ចឹងត្រូវទេសំតែធ្វើអញ្ចេះបានគេបានសង្គ្រោះអាហ្នឹងអត់ទេអត់មានណាទៅតវ៉ាអញ្ចឹងបានទេបងប្អូនចាគឺយុត្តិធម៌ណាស់យុត្តិធម៌ញ៉ាតុលាការនៅលើផែនដីនេះបងប្អូននៅមានការស៊ីសនុកពុករលួយចាប៉ុន្តែតុលាការនៅឋានសួគ៌បងប្អូនអត់មានភាពពុករលួយអយុត្តិធម៌នៅក្នុងហ្នឹងទេគឺព្រះអង្គជំនុំជម្រះដោយសុចរិតយុត្តិធម៌តែគ្មានណាអាចតមាត់បានទេចាមានតែនិយាយពីអំពើបាបពីអំពើកំហុសខ្លួនឯងនឹងឯងចាអាមែនពួកអីព្រះវរបិតាចាព្រះអង្គមិនមែនជំនុំជម្រះតែឯងទេគឺព្រះវរបិតាដែរនៅក្នុងខ17ហើយក្នុងក្រឹតវិន័យរបស់អ្នករាល់គ្នាក៏មានពាក្យចែងទុកមកថាសេចក្តីបន្ទាល់របស់មនុស្សពីរនាក់នោះពិតហើយយ៉ាងអញ្ចឹងនៅក្នុងប្រទេសអ៊ីស្រាអែលគឺគេស្គាល់ពីច្បាប់ពីវិន័យចាថាអូមានតែសាក្សី2នាក់ហើយមានតែសាក្សី2នាក់គឺត្រឹមត្រូវហើយចាអញ្ចឹងគឺព្រះអង្គយកក្រឹតវិន័យនឹងឯងយកមកនិយាយដល់គេចាព្រះអង្គប្រើក្រឹតវិន័យប្រើនេះទៀតចាសាក្សី2នាក់គឺបានហើយព្រះអង្គគឺមានព្រះអង្គមួយហើយព្រះវរបិតាមួយព្រះវិញ្ញាណបរិសុទ្ធទៀតចាអញ្ចឹងបន្ទាល់របស់ព្រះអង្គគឺពិតត្រង់ខ18ដូច្នេះមានខ្ញុំនេះមួយដែលធ្វើបន្ទាល់ពីខ្ញុំពីខ្លួនខ្ញុំហើយមានព្រះវរបិតាមួយដែលចាត់ឲ្យខ្ញុំមកទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរចានៅចំនួនព្រះគម្ពីរសញ្ញាចាស់បងប្អូនព្រះធ្វើបន្ទាល់ពីព្រះយេស៊ូវចានិយាយពីព្រះយេស៊ូវច្រើនណាស់ចាប៉ុន្តែពួកផារីស៊ីពួកយូដាពួកនេះហ្នឹងគេមិននេះទេគេមិនស្គាល់សេចក្តីពិតគេនៅទីងងឹតរបស់បងប្អូននោះគេទូលសួរថាតើព្រះវរបិតាអ្នកនៅឯណាព្រះយេស៊ូវទ្រង់ឆ្លើយថាអ្នករាល់គ្នាមិនស្គាល់ខ្ញុំឬព្រះវរបិតាខ្ញុំទេចាបងប្អូនឮទេចាអញ្ចឹងពួកអាចារ្យពួកផារីស៊ីគេអត់ស្គាល់ព្រះរបស់គេដែលគោរពហ្នឹងទេចាគេអត់បានស្គាល់ទេបើសិនជាអ្នករាល់គ្នាបានស្គាល់ខ្ញុំនោះនឹងស្គាល់ដល់ព្រះវរបិតាខ្ញុំដែរអេមែនចាអញ្ចឹងរាល់ថ្ងៃនេះយើងស្គាល់ព្រះយេស៊ូវគឺយើងស្គាល់ដល់ព្រះវរបិតាដែរបងប្អូន
ហើយពួកអាចារ្យពួកផារ៉ាស៊ីគេចាអត់បានស្គាល់ពពកបិតាទេចាគេថាគេគោរពព្រះតែគេអត់ស្គាល់ទេចាពួកអីគេមិនស្គាល់គេមិនទទួលស្គាល់ព្រះយេស៊ូវហ្នឹងចឹងមិនថាបងប្អូនដែលកាន់ខាងសាសនារាល់ថ្ងៃបងប្អូនចេះតែគោរពនេះគោរពនោះប៉ុន្តែបងប្អូនមិនមែនថ្វាយបង្គំមិនមែនថ្វាយបង្គំព្រះប៉ុណ្ណាចាហើយខ្ញុំចង់បញ្ជាក់បងប្អូនថាព្រះមានតែមួយចានៅលើពិភពលោកនេះព្រះមានតែមួយទេបងប្អូនព្រះបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធរួមគ្នាតែមួយព្រះអង្គបង្កើតពិភពលោកទាំងអស់បង្កើតមនុស្សឲ្យរស់នៅចាចឹងបងប្អូនគោរពមិនមែនគោរពព្រះទេអ្នកខាងសាសនាអីក៏ដោយខុសពីនាមព្រះយេស៊ូវគឺសុទ្ធតែជាខាងខុសទាំងអស់ភូតកុហកទាំងអស់ចាអត់ត្រូវទេចាមិនមែនជាព្រះទេបងប្អូនចាចឹងតើតបងប្អូនជឿព្រះយេស៊ូវចាជឿព្រះយេស៊ូវគោរពប្រតិបត្តិតាមព្រះបន្ទូលព្រះយេស៊ូវហ្នឹងហើយបងប្អូនគោរពប្រតិបត្តិព្រះហើយអេមែនចារត់ទាំងឲ្យទៅរាល់ថ្ងៃមនុស្សណាដែលមិនចង់ដែលមិនអត់មានព្រះមានគ្រប់គ្នាចាមានគ្រប់គ្នាព្រះចាក៏ប៉ុន្តែមិនបានរកព្រះពិតទេចាចឹងព្រះពិតមានតែមួយទេណាបងប្អូនព្រះពិតមានតែមួយទេបើបងប្អូនជឿថាអូមានព្រះមែនហ្នឹងហើយព្រះយេស៊ូវហ្នឹងឯងចាព្រះពិតបើបងប្អូនថាអូមែនព្រះយេស៊ូវហ្នឹងឯងទៅជឿព្រះផ្សេងនោះមានព្រះទេអរិយតាអរិយវាប្រឡំទេបងប្អូនកុំជឿចាកុំជឿនឹងខាងសាសនាគេបង្ហាត់បង្រៀនយើងឲ្យយើងធ្វើល្អនឹងវាល្អមែនក៏ប៉ុន្តែមិនមែនជាសេចក្តីពិតទេចាមិនមែនជាសេចក្តីពិតទេតើតើមើលនៅក្នុងព្រះយេស៊ូវទើបជាសេចក្តីពិតខ20ព្រះយេស៊ូវទ្រង់មានបន្ទូលពាក្យទាំងនេះនៅត្រង់ឃ្លាំងកំពុងដែលទ្រង់បង្រៀននៅក្នុងព្រះវិហារតែគ្មានអ្នកណាចាប់ទ្រង់ទេព្រោះកំណត់ទ្រង់របស់ទ្រង់មិនទាន់ដល់នៅឡើយចាអញ្ចឹងកំណត់របស់ព្រះយេស៊ូវមិនទាន់ដល់ទេចាអញ្ចឹងព្រះអង្គមិនបណ្ដោយឲ្យគេចាប់ព្រះអង្គទេចាខ21ព្រះយេស៊ូវមានបន្ទូលទៅគេម្ដងទៀតថាខ្ញុំនឹងទៅបាត់ឯកន្លែងដែលខ្ញុំទៅនោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេអ្នករាល់គ្នានឹងរកខ្ញុំហើយនឹងស្លាប់ក្នុងអំពើបាបរបស់អ្នករាល់គ្នាវិញអញ្ចឹងអ្នកណាដែលមិនជឿព្រះយេស៊ូវអ្នកនោះនឹងស្លាប់ទៅក្នុងអំពើបាបរបស់ខ្លួនចាតែអ្នកណាដែលមកជឿព្រះយេស៊ូវអំពើបាបគេនឹងដោះឲ្យរួចអត់ច្រឡំអំពើបាបគេនឹងដោះឲ្យរួចគេនឹងបានរួចពីអំពើបាបនឹងឯងចាអញ្ចឹងចាអ្នកណាដែលមិនដើរតាមព្រះយេស៊ូវគេនឹងស្លាប់ទៅក្នុងអំពើបាបរបស់គេនឹងឯងចឹងគេប្រព្រឹត្តអីគេធ្វើអីវាសួរថាមនុស្សណាអត់ប្រព្រឹត្តបាបបងប្អូនវាអត់មានទាំងអស់មនុស្សនៅលើផែនដីហ្នឹងចាសិតតែបាបទាំងអស់គ្មានណាអត់បាបទេចាទាំងស្ដេចទាំងមន្ត្រីរាជការជាន់ខ្ពស់ជាន់ទាបចារហូតដល់ក្មេងកំព្រាស្ត្រីមេម៉ាយចាសិតតែបាបទាំងអស់បងប្អូនអត់មានអ្នកណាអត់បាបទេចាអញ្ចឹងបើសិនជាបងប្អូនមិនជឿព្រះយេស៊ូវបាបបងប្អូនអត់បានរួចទេហើយបងប្អូននឹងស្លាប់នៅក្នុងអំពើបាបរបស់បងប្អូននឹងឯងចាហើយស្លាប់នេះពាក្យស្លាប់នេះគឺការដែលយើងដាច់ចេញពីព្រះធ្លាក់ទៅក្នុងបឹងភ្លើងនឹងលែងបានឃើញព្រះភ័ក្ត្រព្រះអង្គរហូតនឹងឯងអញ្ចឹងមានន័យថាទៅរស់នៅក្នុងបឹងភ្លើងនេះវិវេទនីអស់កលនេះចាអេមែនចាតែបើបងប្អូនត្រឡប់មករកព្រះយេស៊ូវអំពើបាបរបស់បងប្អូននឹងបានលុបចោលអស់អត់មានអំពើបាបទៀតទេហើយកុំគិតថាព្រះយេស៊ូវអត់មានអំណាចអត់ទោសបាបឲ្យបងប្អូនព្រះយេស៊ូវមានអំណាចបងប្អូនចាមានអំណាចពួកឯងព្រះអង្គសគត់រួចហើយសេចក្តីស្លាប់អត់មានអំណាចលើព្រះយេស៊ូវទេព្រះអង្គរស់ឡើងវិញព្រះអង្គរស់នៅសពថ្ងៃចាហើយព្រះអង្គម្នាក់តែមួយអង្គទ្រង់នឹងព្រះអង្គសគត់តែម្ដងរួចជាស្រេចcảផែនដីទាំងមូលបានសង្គ្រោះទាំងអស់ឲ្យតែអ្នកណាមកជឿព្រះយេស៊ូវហើយកុំគិតថាវាមិនដែលវាមិនអាចចាព្រះអង្គមានអំណាចបងប្អូនពិភពលោកទាំងមូលព្រះអង្គគ្រាន់តែមានព្រះបន្ទូលទេណាបងប្អូនពិភពលោកទាំងមូលបានកើតឡើងចាមនុស្សព្រះអង្គបង្កើតមកហើយសួរថាតើព្រះអង្គគ្មានអំណាចឬក៏អីបងប្អូនត្រូវយល់ពីអត្ថន័យនៃពាក្យថាព្រះមានន័យថាម៉េចព្រះគឺជាព្រះដែល
បងកើតគ្រប់អ្វីទាំងអស់បើបងប្អូនទៅឆែកមើលនៅក្នុង dictionary ចាឆែកមើលនៅក្នុង Google search មើលតើពាក្យថាព្រះនឹងមានន័យថាម៉េចពាក្យថាព្រះបងប្អូនមានអំណាចក្នុងការបង្កើតគ្រប់អ្វីទាំងអស់គឺកើតមកដោយសារព្រះចាព្រះអង្គមានអំណាចលើអំពើបាបចាព្រះអង្គមានអំណាចអត់ទោសបាបព្រះអង្គមានអំណាចលើសេចក្តីស្លាប់ព្រះអង្គមានអំណាចលើអរិយសតាំងចាព្រះអង្គមានអំណាចគ្រប់សពបែបយ៉ាងព្រះអង្គមានគ្រាន់តែមានព្រះបន្ទូលទេបងប្អូនចាគ្រាន់តែមានបន្ទូលទេអ្វីគ្រប់យ៉ាងបានកើតឡើងចាហើយបងប្អូនគ្រីស្ទានខ្លះគាត់មើលឃើញព្រះយេស៊ូវដូចជាតូចទៀតអ្នកខ្លះแชร์រូបព្រះយេស៊ូវទៅប្រកួតជាមួយអរិយសតាំងអត់ទេបងប្អូនអត់មានព្រះយេស៊ូវណាទៅប្រកួតជាមួយអរិយសតាំងទេចាអរិយសតាំងអត់មានអីមកតយុទ្ធជាមួយព្រះយេស៊ូវបានទេព្រះអង្គមានតែព្រះបន្ទូលមកប្រអស់អរិយសតាំងវាទៅអលេខ្សលបាត់អស់ហើយដូច្នេះហើយគុំแชร์រូបទាំងអស់នឹងអ្នកខ្លះព្រះយេស៊ូវឃើញអរិយសតាំងជន់ព្រះយេស៊ូវឲ្យព្រះយេស៊ូវងើបឡើងតែអញ្ចឹងទៅរូបភាពខាង AI បងប្អូនកុំជឿចាកុំជឿអត់មានណារយៈណាមកអូជន់ព្រះយេស៊ូវអូមកប្រកួតមួយព្រះយេស៊ូវចាអត់ទេចាដល់គ្រាចុងក្រោយព្រះយេស៊ូវប្រកាសតែមួយប្រអស់ហើយអរិយសតាំងខ្ទេចបាត់ហើយបងប្អូនហើយរាល់ថ្ងៃនេះព្រះអង្គអនុញ្ញាតឲ្យវាមានដោយសារអីព្រះអង្គចង់បន្សុទ្ធរាជព្រះអង្គប្រើប្រាស់វាដែរមែនព្រះអង្គប្រើប្រាស់វាដើម្បីបន្សុទ្ធរាជទ្រង់អ្នកណាទៅតាមអរិយហ្នឹងមានន័យថាមកពីគេមិនស្រឡាញ់អញតែបើអ្នកណាអរិយធ្វើបាបយ៉ាងម៉េចធ្វើទុកយ៉ាងម៉េចបុកម្នេញយ៉ាងម៉េចក៏នៅតែមករកព្រះយេស៊ូវវាស្រឡាញ់អញពិតហើយអាហ្នឹងគឺបែបហ្នឹងអានេះគឺជាការមួយដែលព្រះអង្គប្រើប្រាស់ពួកវាដើម្បីបន្សុទ្ធរាជទ្រង់ដើម្បីបន្សុទ្ធរាជទ្រង់បងប្អូនកុំគិតថាព្រះអង្គអត់គ្រប់គ្រងព្រះអង្គគ្រប់គ្រងទាំងអស់បងប្អូនគ្រប់គ្រងទាំងអស់អរិយក៏ព្រះអង្គប្រើដែរអរិយក៏ព្រះអង្គប្រើដែរមែនចាអញ្ចឹងសូមឲ្យមើលព្រះរបស់យើងធំអស់ចាកុំមើលឃើញព្រះរបស់យើងអន់ចាតូចពេកចាអរគុណព្រះអង្គខ្ញុំអានដោះណាយបងប្អូនមិញនៅក្នុងខ22ពួកសាសយូដាក៏និយាយគ្នាថាតើអ្នកនេះនឹងសម្លាប់ខ្លួនឯងឬអីបានជាថាកន្លែងដែលខ្ញុំទៅនោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេទ្រង់មានបន្ទូលថាអ្នករាល់គ្នាមកពីស្ថានក្រោមឯខ្ញុំមកពីស្ថានលើវិញអ្នករាល់គ្នាកើតពីលោកីយ៍នេះតែខ្ញុំមិនកើតពីលោកីយ៍នេះទេព្រះអង្គអត់បានកើតព្រះអង្គមិនមែនកើតនៅក្នុងលោកីយ៍មិនមែនកើតដោយសារលោកីយ៍ទេបងប្អូនចាលោកីយ៍នេះព្រះអង្គបង្កើតមែនតែព្រះអង្គមិនមែនកើតដោយលោកីយ៍នេះទេចាព្រះអង្គបង្កើតលោកីយ៍ធ្វើម៉េចព្រះអង្គកើតមកពីលោកីយ៍កើតចាព្រះអង្គមកពីឋានលើចាអាមែនហេតុនោះបានជាខ្ញុំប្រាប់ថាអ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនពីព្រោះបើមិនជឿថាខ្ញុំនេះជាព្រះអង្គប្រកាសខ្លួនឯងថាព្រះអង្គជាព្រះណាចានោះអ្នករាល់គ្នានឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនពិតមែនចាអញ្ចឹងអ្នកណាដែលមិនទទួលស្គាល់ថាព្រះយេស៊ូវជាព្រះទេបងប្អូននឹងស្លាប់ទៅក្នុងអំពើបាបរបស់បងប្អូននឹងឯងចានេះហើយគឺជាទោសដែលបងប្អូនត្រូវទទួលអញ្ចឹងមានតែសេចក្តីពិតទេបងប្អូនដែលដោះបងប្អូនឲ្យរួចចាបើបងប្អូនមិនស្គាល់ព្រះពិតមិនទទួលព្រះពិតបដិសេធព្រះពិតហើយបងប្អូនអត់មានជីវិតនៅក្នុងខ្លួនបងប្អូនទេអាមែនចាអញ្ចឹងសូមឲ្យបងប្អូនបានបរោព្រះអង្គតាន់នៅមានពេលបងប្អូនអត់តាន់ហួសពេលទេព្រះអង្គនៅចាំទទួលបងប្អូនដៃ10ដៃ20
hạt ấy ban bỏng chăm từ tu bong bồn đấy phụ ấy bỏng đăng tha bong bồn cứ chỉ nam phò bỏng sờ lạnh bong bồn dạ hai bỏng mình chọn ai để ná từ bắt tranh pi bỏng tây bong bồn bỏng mình sắp hạt tây ai nè ná slap từ khung ẩm bự bạp luôn kê tê dạ bỏng sắp hạt tây tê dạ chân xong mày bong bồn ở khi hay nhẹ luôn tạt lọt mà rau bỏng wing dạហើយបើបងប្អូនអត់ជឿថាព្រះអង្គជាព្រះទេបងប្អូននឹងស្លាប់ទៅក្នុងអំពើបាបរបស់បងប្អូនហើយកន្លែងនេះព្រះអង្គប្រកាសព្រះអង្គថាព្រះអង្គជាព្រះណាអាមែនហើយបងប្អូនបដិសេធព្រះសួរថាយើងជាអីគេចាយើងជាអីគេនៅក្នុងខ25ដូច្នេះគេទូលសួរត្រង់ថាតើអ្នកជាអ្វីព្រះយេស៊ូវមានបន្ទូលឆ្លើយថាគឺដូចជាខ្ញុំប្រាប់អ្នករាល់គ្នាពីដើមរៀងមកនោះឯងខ្ញុំមានសេចក្តីជាច្រើនដែលត្រូវនិយាយហើយជំនុំជម្រះពីដំណើរអ្នករាល់គ្នាប៉ុន្តែព្រះអង្គដែលចាត់ឲ្យខ្ញុំមកទ្រង់ពិតប្រាកដហើយសេចក្តីអ្វីដែលខ្ញុំឮពីទ្រង់នោះខ្ញុំក៏ប្រាប់ដល់មនុស្សលោកដែរតែគេមិនដឹងជាទ្រង់មានបន្ទូលនឹងគេពីព្រះវរបិតាទេដូច្នេះព្រះយេស៊ូវមានបន្ទូលថាកាលណាអ្នករាល់គ្នាបានលើកកូនមនុស្សឡើងនោះទៅនឹងដឹងថាគឺខ្ញុំនេះហើយជាព្រះហើយថាខ្ញុំមិនធ្វើការអ្វីដោយអាងខ្លួនខ្ញុំគឺខ្ញុំនិយាយសេចក្តីទាំងនេះតាមដែលព្រះវរបិតាបានបង្រៀនខ្ញុំវិញនៅក្នុងខ29ព្រះអង្គនោះដែលចាត់ឲ្យខ្ញុំមកក៏គង់ជាមួយនឹងខ្ញុំទ្រង់មិនទុកឲ្យខ្ញុំនៅតែឯងទេពីព្រោះខ្ញុំចេះតែធ្វើការដែលគប់ដល់ព្រះハរតីទ្រង់ជាដរាបចាអញ្ចឹងព្រះវរបិតាមិនទុកឲ្យព្រះយេស៊ូវនៅឯកោទេបងប្អូនតែមានពេលមួយដែលព្រះវរបិតាងាកទៅភ័ក្រព្រះអង្គចេញពីព្រះយេស៊ូវគឺជាពេលដែលគេចាប់ព្រះអង្គឆ្កាងគឺពេលនោះហើយព្រះយេស៊ូវអត់មានការការពារចាអត់មានការចាណាដែលព្រះវរបិតានេះទេពួកឯងព្រះអង្គបកុលចាព្រះយេស៊ូវដើម្បីនឹងទទួលបាបមនុស្សនៅលើផែនដីនឹងឯងអញ្ចឹងគឺពេលនោះគឺព្រះអង្គងាកប្រភ័ក្រចេញពីព្រះយេស៊ូវបងប្អូនប៉ុន្តែនៅពេលដែលព្រះយេស៊ូវព្រះអង្គសគត់ហើយរស់ឡើងវិញចាអញ្ចឹងគឺព្រះអង្គបានទៅគង់នៅខាងស្ដាំដៃនៃព្រះវរបិតាចាហើយគ្រប់ទាំងអំណាចនៅឋានសួគ៌និងផែនដីត្រូវបានប្រគល់មកលើកណ្ដាប់ដៃរបស់ព្រះយេស៊ូវចាអញ្ចឹងនៅពេលដែលព្រះអង្គយាងមកជំនុំជម្រះនៅលើផែនដីនេះគឺព្រះវរបិតាអត់ជំនុំជម្រះទេគឺព្រះយេស៊ូវនឹងឯងជាអ្នកជំនុំជម្រះផែនដីចាពួកអីព្រះវរបិតាប្រគល់អស់អលីងចាទៅព្រះយេស៊ូវហើយអាមែនចាអញ្ចឹងជឿព្រះយេស៊ូវគឺដូចយើងជឿព្រះនឹងឯងព្រះវរបិតានឹងឯងចាហើយបើយើងជឿតែព្រះវរបិតាយើងអត់ជឿព្រះយេស៊ូវអាហ្នឹងអត់ត្រូវចាគឺជឿខុសទៀតចឹងហើយបានថានិកាយផ្សេងគេមានជឿខាងព្រះវរបិតាអ្នកខ្លះទៅគេជឿទៅលើព្រះយេស៊ូវតែគេអត់ជឿលើព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងតើតែជឿថាព្រះអង្គរួមគ្នាតែមួយ3អង្គហ្នឹងគឺយើងជឿទាំងអស់ហ្មងបងប្អូនរួមតែមួយគឺយើងជឿថាព្រះអង្គគឺរួមតែមួយចឹងតែម្ដងបើយើងជឿតែព្រះយេស៊ូវហើយយើងអត់មានព្រះវិញ្ញាណបរិសុទ្ធក៏អត់បានសង្គ្រោះដែរព្រោះព្រះវិញ្ញាណបរិសុទ្ធគឺជាវិញ្ញាណរបស់ព្រះចាព្រះវិញ្ញាណរបស់ព្រះចាអញ្ចឹងគឺព្រះអង្គយើងត្រូវតែជឿអញ្ចឹងឯងចាហើយយើងត្រូវយាងព្រះវិញ្ញាណបរិសុទ្ធចានៅក្នុងជីវិតរបស់យើងដែរចាអញ្ចឹងបើយើងជឿចាយើងត្រូវតែជឿលើព្រះវិញ្ញាណបរិសុទ្ធឲ្យព្រះអង្គបានដឹកនាំយើងឲ្យដើរត្រឹមត្រូវចានៅក្នុងព្រះអង្គចាអញ្ចឹងបងប្អូនចាកំពុងដែលទ្រង់មានបន្ទូលសេចក្តីទាំងនេះនោះមានមនុស្សជាច្រើនបានជឿដល់ទ្រង់ចាអញ្ចឹងនៅពេលដែលព្រះអង្គមានព្រះបន្ទូលបែបនេះគឺព្រះបន្ទូលរបស់ព្រះអង្គមានអំណាចបច្ចេស្តាចាទៅបំផ្លំបំប្រែមនុស្សឲ្យគេបានទទួលជឿលើព្រះអង្គចាជាច្រើនតែអស់អ្នកណាដែលគេមានឪពុកជាអរិយសតាគេនៅតែមិនជឿអញ្ចឹងបងប្អូនចាគេមកដើម្បីតែចង់ឌឺដងព្រះអង្គចង់ចាញ់ចង់ឆ្នាំមួយព្រះអង្គគេមិនអាចស្គាល់សេចក្តីពិតបាននោះទេតែអ្នកណាដែលគេបន្ទាបខ្លួននៅចំពោះព្រះអង្គនៅពេលដែលគេឮព្រះបន្ទូលព្រះអង្គគេនឹងជឿ
គេនឹងជឿអញ្ចឹងអ្នកណាដែលដឹងខ្លួនថាអូខ្ញុំមានបាបខ្ញុំចង់រួចពីអំពើបាបហ្នឹងចាគេមករកព្រះយេស៊ូវគេនឹងបានសង្គ្រោះគេនឹងបានរួចពីអំពើបាបហ្នឹងពិតប្រាកដអាមែនចាអាមែនអរគុណព្រះអង្គចាព្រះបន្ទូលព្រះអង្គខ្ញុំសូមផ្អាកត្រឹមហ្នឹងបងប្អូនបានត្រឹមខ30ចាយើងអញ្ចឹងស្អែកខ្ញុំនឹងបន្តបន្ថែមទៀតអរគុណព្រះអង្គខ្ញុំនឹងសូមរួមចិត្តអធិដ្ឋានមួយផ្លែតអេមែនអរគុណព្រះអង្គព្រះយេស៊ូវគុណអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលដ៏រស់របស់ទ្រង់ដែលបង្ហាញឲ្យកូនបានឃើញថាព្រះអង្គគឺជាពន្លឺជាសេចក្តីពិតហើយជាជីវិតព្រះអង្គអើយគុណអរគុណព្រះអង្គដែលជ្រើសរើសកូនមកដើរនៅក្នុងទីពន្លឺរបស់ព្រះអង្គដើម្បីឲ្យកូនបានស្គាល់នៅសេចក្តីពិតរបស់ទ្រង់ព្រះអង្គអើយហើយក៏ព្រះអង្គបានប្រទានពរឲ្យកូននៅតែបន្តដើរជាមួយព្រះអង្គបន្តទៀតសូមឲ្យកូនបាននៅតែស្រែកឃ្លានរកព្រះអង្គផងដែរព្រះអង្គឲ្យសូមបំភ្លឺកូនឲ្យកាន់តែកូនបានឃើញកាន់តែច្បាស់បន្ថែមទៀតផងដែរហើយសូមព្រះអង្គបានប្រទានពរបីត្រថែរក្សាដល់បងប្អូនកូនទាំងអស់គ្នាដែលគាត់ចូលមើលចូលមុនចូលក្រោយសូមព្រះអង្គបានបើកដួងចិត្តគំនិតគាត់ឲ្យគាត់បានយល់កាន់តែច្បាស់កាន់តែស៊ីជម្រៅនៅក្នុងព្រះបន្ទូលព្រះអង្គបន្ថែមទៀតផងដែរកូនអរគុណព្រះអង្គឲ្យសូមព្រះអង្គប្រទានពរដល់បងប្អូនទាំងអស់គ្នាដែលជាជនជាតិខ្មែរនៅក្នុងក្រៅប្រទេសក្នុងប្រទេសក្តីសូមព្រះអង្គការពារថែរក្សាដល់គាត់ហើយការដែលគាត់ឮព្រះបន្ទូលព្រះអង្គដែលជាភាសាខ្មែរដូចគ្នានេះសូមឲ្យគាត់បានសិញ្ជឹងគិតពិចារណាហើយគាត់បានដើរក្នុងនីតិពន្លឺរបស់ព្រះអង្គវិញផងដែរដើម្បីគាត់បានមានជីវិតព្រះអង្គអើយតែបិទមានតែនៅក្នុងព្រះអង្គទេទើបមានជីវិតអកលក្រៅពីព្រះអង្គគឺមិនមានជីវិតនោះឡើយព្រះអង្គលើឆ្នេះសូមឲ្យគាត់បានឃើញពីសេចក្តីពិតនេះផងដែរគុណអរប្រគុណព្រះអង្គបិតាគុណសូមលើការអធិដ្ឋាននេះទូថ្វាយក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទពីស្រុកណាសារ៉េតអាមែនអេមែនអរគុណព្រះអង្គថ្វាយសិរីល្អដល់ព្រះអង្គម្ចាស់ព្រះយេស៊ូវចាព្រះបន្ទូលព្រះអង្គគឺខ្ញុំសូមឆ្លេះតែប៉ុណ្្នឹងសិនចាថ្ងៃស្អែកខ្ញុំនឹងបន្តទៀតចាសូមព្រះអង្គប្រទានពរដល់បងប្អូនអរគ្នាចាជំរាបសួរអ្នកមីងទូចឡាយចាព្រះអង្គប្រទានពរដល់អ្នកមីងទូចឡាយនិងបងម៉ាក់ពៅចាសូមព្រះអង្គប្រទានពរបងប្អូនអរគ្នាចាសូមជម្រាបលា